សាច់រឿងទី1ត្រូវបានចែករំលែកដោយប្រិយមិត្តម្នាក់ដែលជាមនុស្សស្រីស្របពេលដែលគាត់បានធ្វើដំណើរកម្សាន្តទៅខេត្តមួយដែលល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជាហើយខ្ញុំនឹងប្រាប់ថាខេត្តនោះឈ្មោះអីគេតើមានរឿងរ៉ាវអ្វីខ្លះក្នុងអំឡុងពេលដំណើរកម្សាន្តរបស់គាត់ជាមួយនឹងគូដណ្ដឹងហើយនឹងប្អូនស្រីរបស់គាត់តោះយើងចូលដល់សាច់រឿងទាំងអស់គ្នាសាច់រឿងមួយនេះបានកើតឡើងនៅក្នុងឆ្នាំ2023អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌគាត់គូដណ្ដឹងរបស់គាត់និងប្អូនស្រីរបស់គាត់ម្នាក់បានសម្រេចចិត្តថាភ្ជុំអញ្ចឹងដូចយើងគិតតែដើរលេងម្ដងទៅហើយក្រោយពីអើគ្នាអស់ហើយឯកភាពអស់ហើយពួកគាត់ក៏សម្រេចចិត្តថាខេត្តដែលពួកគាត់នឹងធ្វើដំណើរទៅគឺជាខេត្តសៀមរាបដោយសារតែការរៀបចំនេះមុនថ្ងៃមកដល់ដូច្នេះហើយពួកគាត់ក៏ចាប់ផ្ដើមស្វែងរកកន្លែងគេងដែលមើលទៅធ្ងន់ចិត្តដែលមើលទៅវាសុវត្ថិភាពសម្រាប់ផ្លូវចិត្តពួកគាត់ទាំងអស់គ្នាគាត់បានរកឃើញ resort មួយកន្លែងពិតជាស្អាតមែនទែននៅក្បែរក្រុងសៀមរាបនឹងតែម្ដងហើយគាត់សម្រេចចិត្តថាដំណើរកម្សាន្តនេះពួកគាត់នឹងគេងនៅក្នុងខេត្តមួយនោះនិងគេងនៅទីតាំងមួយនោះចំនួន2យប់វិធីធ្វើដំណើររបស់គាត់គឺការប្រើប្រាស់ឡានក្រុងគាត់អត់បើកឡានទៅខ្លួនឯងទេគឺគាត់ជិះឡានក្រុងពីភ្នំពេញទៅដល់សៀមរាបតែម្ដងគ្រាន់តែទៅដល់ភ្លាមពួកគាត់បានបន្តដំណើរទៅកាន់ resort ដែលពួកគាត់បានកក់មួយនឹងនេះគឺជាទស្សនវិជ្ជារួមរបស់ resort មួយនេះដែលបងស្រីគាត់បានចែករំលែកមកកាន់ខ្ញុំគាត់ថាអញ្ចឹងនៅពេលដែលដើរចូលទៅភ្លាមមានផ្លូវមួយដែលវែងដើរចូលទៅក្នុង resort មួយហ្នឹងហើយមានដើមឈើព័ទ្ធជុំវិញសុទ្ធតែជាដើមឈើធំដើរចូលទៅភ្លាមគឺដល់កន្លែងតុទទួលភ្ញៀវការរចនាម៉ូដទាំងឡាយរបស់ resort មួយនេះគឺមានបែបផែនបុរាណ 100% មិនមែនជា resort ដែលរៀបចំបានបែបផែនសហសម័យឬក៏ពាក់កណ្ដាលសម័យពាក់កណ្ដាលប្រវត្តិសាស្ត្រទេអត់ទេគឺបុរាណ 100% តែម្ដងនៅត្រង់ចំណុចនេះត្រង់ចំណុចតុទទួលភ្ញៀវគឺមានចណ្ដាលកោងចំនួន2ខាងស្ដាំមួយនិងខាងឆ្វេងមួយគាត់ប្រាប់ថាទស្សនវិជ្ជាទាំងអស់មកត្រឹមតែដើរចូលនឹងគឺផ្ដល់អារម្មណ៍មួយដែលព្រឺឆ្អឹងខ្នងណាដែលវាបុរាណខ្លាំងពេកណាសម្រាប់អ្នកដែលចូលចិត្តស្ដាប់រឿងខ្មោចឬក៏ចូលចិត្តមើលរឿងខ្មោចតាក់ទងជាមួយខ្មោចបុរាណណាគឺទស្សនវិជ្ជាមួយដែលបងប្អូនអាចសម័យគ្រាន់ឃើញការតុបតែងបែបបុរាណតាមបែបតាក់ទាញភ្ញៀវទេសចរហ្នឹងគ្រាន់តែយើងឃើញថាបុរាណខ្លាំងពេកហ្នឹងគឺព្រឺបាត់ទៅហើយដែលខួរក្បាលរបស់យើងគឺបាញ់ទៅរករឿងខ្មោចមុនគេហើយគាត់គឺដូចគ្នាបេះបិទតែម្ដងក្រោយការ check in ហើយគាត់ក៏បានទទួលសោពីអ្នកទទួលភ្ញៀវសោបន្ទប់ដែលបានបង្ហាញគឺលេខ110បន្ទប់លេខ110ត្បិតថាការរចនាដែលផ្ដល់អារម្មណ៍មួយដែលគួរឲ្យខ្លាចមកឲ្យគាត់យ៉ាងណាក៏ដោយទាំងនៅក្នុងបន្ទប់ទាំងនៅខាងក្រៅកន្លែងទទួលភ្ញៀវក្តីតែគាត់ប្រាប់ថាការរចនាត្បិតថាគាត់ខ្លាចតែការរចនាទាំងមូលគាត់ឲ្យបន្ទុក10លើ10គឺស្អាតខ្លាំងមែនតើបន្ទាប់ពីទទួលផ្សោគាត់បានចូលទៅក្នុងបន្ទប់ជាបន្ទប់គេងដែលបងប្អូនអាចដឹងហើយថាដើរចូលទៅភ្លាមកន្លែងដាក់បែកជើងគឺមុខបន្ទប់ហ្នឹងខាងស្ដាំដៃគឺមានបន្ទប់ទឹកដែលប្រកបដោយទ្វារឈើហើយទ្វារឈើនោះគឺអត់បិទជិតទេគឺប្រហែលជាមានចន្លោះមកយើងឈរនៅបើសិនជាយើងចូលនៅក្នុងបន្ទប់ទឹកហ្នឹងហើយយើងមានមនុស្សម្នាក់ឈរនៅខាងក្រៅបន្ទប់ហ្នឹងគឺយើងអាចមើលឃើញជើងមួយហ្នឹងអញ្ចឹងបងប្អូនអាចសម័យឃើញថាតើចន្លោះហ្នឹងប្រហែលប៉ុណ្ណាដើរទៅមុខបន្តិចទៀតទៅបានមានគ្រែសម្រាប់គេងពួកគាត់បានទម្លាក់អីវ៉ាន់ហើយពួកគាត់ក៏មិនចាំបាច់មុជទឹករៀបចំខ្លួនឯងដែរព្រោះគោលដៅបន្ទាប់សម្រាប់គាត់គឺទៅដើរលេងនៅឯប្រាសាទនានានៅតាមតំបន់នានានៅក្នុងទឹកដីអច្ឆរិយៈមួយនេះពួកគាត់បានរៀបចំហើយពួកគាត់បានចាប់ផ្ដើមកក់តុកតុកកក់វិលចូលបាយធ្វើដំណើរដើម្បីជូនពួកគាត់ទៅដើរលេងប្រាសាទធ្លាក់ដល់ល្ងាចមើលទៅរៀងអស់កម្លាំងហើយពួកគាត់ក៏បន្តដំណើរចេញពីប្រាសាទមកកាន់ Pub Street មកញ៉ាំអាហារពេលល្ងាចមកកំសាន្តអារម្មណ៍នានានៅតំបន់មួយហ្នឹងរហូតដល់យប់បន្តិចមិនមែនជាយប់ជ្រៅទេយប់បន្តិចពួកគាត់ក៏សម្រេចចិត្តថាតោះពួកយើងធ្វើដំណើររៀងហត់ខ្លាំងពេកហើយយើងញ៉ាំឆ្អែតហើយចាំថ្ងៃស្អែកចាំយើងដើរលេងទៀតអញ្ចឹងឥឡូវនេះយើងបន្តដំណើរទៅគេងវិញសិនទៅដើម្បីសម្រាកព្រមព្រៀងហើយពួកគាត់ក៏កក់មធ្យោបាយធ្វើដំណើរម្ដងទៀតវិលត្រឡប់មកកាន់ resort ដែលពួកគាត់បានកក់វិញហើយនេះគឺជាហេតុការណ៍ទាំងមូលដែលគាត់បានជួបប្រទះនៅក្នុងបន្ទប់របស់គាត់ប្រាប់ថាអញ្ចឹង
នៅពេលដែលមកដល់បន្ទប់ម្នាក់ក៏ចាប់ផ្ដើមរៀបចំតម្រេតតម្រួលអីអស់ហើយម្នាក់ក៏ប្រាប់ថាឲ្យគាត់នឹងចូលមុជទឹកមុនគេទៅគាត់ក៏គិតថាគាត់រៀងបែកញើសគាត់ស្អិតខ្លួនដែរអញ្ចឹងបើឲ្យគាត់ចូលមុជទឹកមុនគេហ្នឹងវាល្អពេកហើយអញ្ចឹងគាត់ក៏ចាប់ផ្ដើមទាញកសែងទាញអីដើម្បីដើរតម្រង់ទៅបន្ទប់ទឹកគាត់បានមុជទឹកដោះសម្អាតខ្លួនរួចហើយមានអារម្មណ៍ថាត្រជាក់ខ្លួនស្រួលរំសាយអារម្មណ៍ខ្លាំងមែនទែនបន្ទប់ទឹកកន្លែងមុជទឹកគឺមានវាំងននមួយដែលទាញខាំងកាត់កន្លែងពីកន្លែងមុជទឹកហើយនឹងឡាបបោសម្រាប់លាងមុខលាងមាត់អីចឹងទៅចឹងគាត់កក់សក់អីហើយឲ្យត្រជាក់ខ្លួនអីអស់ហើយគាត់ក៏បើកវាំងននហ្នឹងដើរចេញពីកន្លែងមុជទឹកផ្កាឈូកហ្នឹងតម្រង់មកឡាបបោដែលមានកញ្ចក់សម្រាប់ផ្លុំសក់សម្រាប់ជូតមុខជូតមាត់អីហ្នឹងគឺគាត់ដើរមកដល់ចំណុចហ្នឹងនៅពេលដែលគាត់ដើរចេញគាត់ក៏ទាញវាំងននហ្នឹងហ៊ានបិទពាក់កណ្ដាលណាអាហ្នឹងតលបងប្អូនមួយចំនួនប្រហែលជាអាចយល់បានដែរយើងទាញបើកហើយយើងទាញបិទពាក់កណ្ដាលវិញអាគឺរបៀបហ្នឹងឯងគាត់ប្រាប់ថានៅពេលដែលគាត់ជូតមុខហើយគាត់កំពុងតែដោះធ្មេញលាងសម្អាតមុខលាងសម្អាតមាត់ហើយគាត់ទាញម៉ាស៊ីនព្រំសក់ដើម្បីយកមកផ្លុំសក់កំពុងតែសម្ងួតសក់ស្រាប់តែគាត់មានអារម្មណ៍ថាចម្លែកបែបផែនព្រឺឆ្អឹងខ្នងចម្លែកបែបផែនដូចជាមានមនុស្សណាម្នាក់ទៀតនៅក្នុងបន្ទប់ទាំងមួយហ្នឹងគឺគាត់មានអារម្មណ៍ចម្លែកបែបហ្នឹងដែលបងប្អូនអាចយល់បានថានៅពេលដែលមានភ្នែកមកគូមើលមកយើងគឺច្បាស់ណាស់យើងដឹងភ្លាមតែម្ដងគាត់ទទួលអារម្មណ៍ចម្លែកហ្នឹងគាត់មិនបានកលែកមើលទៅខាងក្រៅទ្វារណាទីតាំងដែលទាញភ្នែកឲ្យគាត់កលែកមើលគឺកន្លែងទឹកផ្កាឈូកហ្នឹងគាត់បែរមុខទៅភ្លាមអ្វីដែលគាត់បានឃើញគឺគាត់ឃើញមនុស្សស្រីម្នាក់ឈរនៅពីក្រោយវាំងននដែលគាត់បិទពាក់កណ្ដាលហ្នឹងឃើញត្រឹមខ្មងជើងមកដល់បាតជើងនេះគឺឈរនៅក្រោយនឹងតែម្ដងគាត់ស្រឡឹងមើលជើងហើយគាត់ច្បាស់ប្រកាស 100% មិនមែនជាជើងរបស់គូដណ្ដឹងរបស់គាត់ហើយក៏មិនមែនជាជើងរបស់ប្អូនរបស់គាត់ដែរមិនមែនដាច់ខាតជើងមួយគូហ្នឹងមានសភាពស្លេកស្លាំងខ្លាំងមែនទែនហើយមានទឹកហូរមកអារបៀបពងមួយទឹកណាតែមានទឹកហូរមកគាត់ឃើញបែបហ្នឹងគឺគាត់ភ័យខ្លាំងមែនទែនលែងផ្លុំសក់ហើយគឺបើកទ្វាររត់ចេញទៅក្រៅយ៉ាងលឿនដោយសារតែគូដណ្ដឹងរបស់គាត់ហើយនិងប្អូនរបស់គាត់ឃើញសភាពភ័យស្លន់ស្លោរបស់គាត់ក៏បានសួរគាត់ថាមានរឿងអីមិនមានរឿងអីនៅក្នុងបន្ទប់ទឹកគាត់បានប្រាប់ថាអត់អីទេហេតុអ្វីគាត់ថាអត់អីពួកគាត់អត់ចង់បំភ័យទៅដល់2នាក់ទៀតដោយសារតែពួកគាត់ត្រូវសម្រាកនៅកន្លែងហ្នឹងមួយយប់ទៀតចឹងហើយគាត់អត់ហ៊ានបំភ័យទេពួកគាត់ក៏រៀបចំខ្លួនមុខទឹកម្នាក់ម្ដងហើយគាត់ព្យាយាមសម្លឹងមើលទឹកមុខអ្នកដែលចេញពីបន្ទប់ទឹកបន្តមកដែរចង់ដឹងថាចេះតើមានឃើញដោយគាត់អត់ឬក៏មានតែគាត់ទេដែលឃើញប៉ុន្តែម្នាក់បង្ហាញទឹកមុខមួយដែលថាអត់មានរឿងអីកើតឡើងផងមួយទឹកធម្មតាចេញមកធម្មតាជាទឹកមុខធម្មតាតែគាត់ចាប់ដើមមានចម្ងល់ដែរថាទេហើយមិញហ្នឹងឃើញហ្នឹងខ្មោចលងឬក៏វែងវាន់ខ្លួនឯងសម័យប្រេះផ្ដាស់ត្រឹមប៉ុណ្នេះគាត់ក៏រៀបចំខ្លួនហើយគេងនៅលើគ្រែរៀងខ្លួនរហូតដល់ព្រឹកហើយនេះគឺជាហេតុការណ៍ទី1ពេលព្រឹកឡើងពួកគាត់ចាប់ផ្ដើមរៀបចំខ្លួនចូលមុជទឹកម្ដងទៀតហើយតែដងនេះគាត់មិនមែនជាអ្នកចូលមុជទឹកមុនគេទេចឹងប្អូនគាត់និងគូតដឹងគាត់គឺចូលមុជទឹកមុនគាត់ចូលមុជទឹកក្រោយគេកំពុងតែមុជទឹកហើយគាត់ព្យាយាមសម្លឹងមើលនៅពីក្រោមវាំងននហ្នឹងនៅពេលដែលគាត់ចេញមកជូតមុខហ្នឹងណាអត់មានឃើញទេអត់មានឃើញអ្វីដូចកាលពីគាត់ឃើញយប់មិញទេគាត់ក៏ដើរចេញមកខាងក្រៅដើម្បីស្លៀកពាក់សោកអាវសោកខោកំពុងតែសោកខោអាវនេះគាត់បានដៀងភ្នែកមើលទៅក្នុងបន្ទប់ទឹកហើយគាត់បានឃើញជើងមួយគូលៀនតាមទ្វារជើងមួយហ្នឹងចេញមកឲ្យគាត់ឃើញតែម្ដងជាជើងដូចគ្នាបេះបិទនៅអ្វីដែលគាត់បានឃើញកាលពីយប់មិញគាត់ឃើញបែបនេះមិនបង្អែមបង្អន់យូរហើយពួកគាត់ក៏នាំគ្នាគាត់អូសដៃគូដដឹងគាត់អូសដៃប្អូនរបស់គាត់តោះយើងចែកដំណើរទៅប្រាសាទដែលគាត់បានទៅធ្វើដំណើរនោះគឺជាប្រាសាទអង្គរវត្តនៅពេលដែលទៅដល់ប្រាសាទអង្គរវត្តគាត់បានដើរនៅក្នុងប្រាសាទហើយក៏ដើរមកញ៉ាំទឹកដូងញ៉ាំអីចឹងណាព្រោះអីញ៉ាំដើម្បីត្រពោះព្រោះវាហត់ខ្លាំងពេកដើរនៅក្នុងប្រាសាទដូច្នេះហើយគាត់ក៏ឆ្លៀតឱកាសមួយហ្នឹងដើរចូលទៅដល់កន្លែងលក់អនុស្សាវរីយ៍គាត់សម្លឹងមើលឆ្វេងសម្លឹងមើលស្ដាំស្រាប់តែភ្នែករបស់គាត់តាក់ជាមួយនឹងរូបបដិមាព្រះពុទ្ធមួយអង្គជាទម្រង់ព្រះពុទ្ធប្រណិកដែលព្រះពុទ្ធកំពុងតែគង់សមាធិនៅក្រោមនាគក្បាល5គាត់ឃើញហើយគាត់តាក់ចិត្តខ្លាំងមែនទែន
ទាំងគាត់មិនមែនជាបុគ្គលម្នាក់ដែលស្រឡាញ់រាប់អានឬក៏ចូលចិត្តក្នុងការជាវវត្ថុចឹងទេតែមិនដឹងថាថ្ងៃហ្នឹងវាកើតរឿងអ្វីដែលតាក់ចិត្តឲ្យគាត់នេះឃើញពុតបាតមាមួយហ្នឹងហើយគឺសម្រាប់ចិត្តយកជាវតែម្ដងគាត់បានដាក់នៅក្នុងសាកដោរបស់គាត់ហើយពួកគាត់បានបន្តដំណើរធ្វើដំណើរដើរលេងនៅតាមបណ្ដាប្រាសាទជាគោលដៅរបស់គាត់រហូតដល់ញ៉ាំអីហើយរៀបចំខ្លួនអស់ហើយរហូតដល់វិលត្រឡប់មកកាន់កន្លែងគេងវិញនេះគឺជាហេតុការណ៍ទី2នៅយប់ទី2នេះគាត់មានអារម្មណ៍ថាខ្លាចខុសធម្មតាមិនដឹងថាបែបណាអញ្ចឹងហើយគាត់ក៏លើកគំនិតថាតោះឥឡូវ3នាក់យើងគេងនៅលើក្រែតែមួយទៅវិជាតិអញ្ចឹងទៅគូតដឹងរបស់គាត់និងប្អូនស្រីរបស់គាត់ក៏ឯកភាពហើយពួកគាត់ក៏គេងទៅគេងលង់លក់យ៉ាងស្កប់ស្កល់ប៉ុន្តែប្រហែលជាម៉ោង12យប់សុកគាត់ក៏បើកភ្នែកមួយទំហឹងតែម្ដងបើកភ្នែកកឡោតឡោតតែម្ដងជាអារម្មណ៍មួយដែលពងតែគេងបើសិនជាយើងបើកភ្នែកទាំងមិនទាន់អស់ងងុយវាច្បាស់ប្រកាសជាមីមាំងបើកភ្នែកមកមីតែនេះគ្រាន់តែគៀកម៉ោង12ភ្នែករបស់គាត់បើកតើងតែម្ដងណាដូចស្វាងចេះដូចញ៉ាំកាហ្វេមួយកែវហើយគឺបើកភ្នែកធំខ្លាំងមែនទែននៅពេលដែលគាត់បើកភ្នែកគាត់ឆ្ងល់មែនទែនចំមិនក៏ដឹងខ្លួនអញ្ចឹងគាត់សម្លឹងមើលជុំវិញខ្លួនគាត់អ្វីដែលគាត់បានឃើញគឺមានមនុស្សច្រើនខ្លាំងមែនទែនមានទាំងក្មេងមានទាំងចាស់មិនក្រោម10នាក់ទេស្លៀកពាក់តាមបែបបុរាណចម្រុះពណ៌បានឈោបពាត់ជុំវិញខ្លួនរបស់គាត់ហើយមើលមកកាន់គាត់ជាទម្រង់មួយដែលមិនបង្ហាញភាពអាក្រក់ទេតែជាទម្រង់បែរមករាក់ទាក់ចង់ស្គាល់ចង់ដឹងឬក៏បែបផែនមួយដែលថានឹកនាមកញញឹមដាក់គាត់មិនបានធ្វើបាបគាត់អ្វីតែទាល់តែសោះតែបំណាច់ថាគាត់ខ្លួនឯងនេះភ័យគាត់មិនដឹងធ្វើបែបណាទោះគេបង្ហាញអាការៈមួយដែលថាគេចង់រាប់អានគេរាក់ទាក់បែបណាក៏ដោយតែដោយសារបំណាច់ថាគាត់ភ័យខ្លាំងពេកគាត់ប្រឹងបិទភ្នែកមួយទំហឹងសង្ងំគេងរហូតដល់លក់ទៅវិញមិនយូរប្រហែលទេប្រហែលជាម៉ោង2យប់ស្រាប់តែគាត់បើកភ្នែកមកម្ដងទៀតតែដងនេះនៅពេលដែលគាត់បើកភ្នែកមកភ្នែករបស់គាត់បានបាញ់ទៅមុខទូសំអាងដែលនៅចុងជើងរបស់គាត់អ្វីដែលគាត់ឃើញគឺគាត់ឃើញមនុស្សស្រីម្នាក់កំពុងតែអង្គុយសិតសក់ដ៏វែងរបស់គាត់ដល់ដីគាត់ស្លៀកពាក់តាមរបៀបឈុតគេងរបៀបឈុតគេងយុបសគឺស្លៀកបែបហ្នឹងហើយកំពុងតែសិតសក់បែរទៅមុខកញ្ចក់កំពុងតែសិតសក់សម្បុរសស្គូសរបៀបសស្លេកនៅក្នុងចិត្តគាត់គឺមានអារម្មណ៍ថាដោយកូនចៅច័ន្ទស្អាតកំពុងតែសិតសក់ស្រាប់តែម្នាក់ហ្នឹងបែរមុខមកកាន់គាត់យឺតនៅពេលដែលកំពុងតែបែរហ្នឹងម្នាក់ស្រីដែលកំពុងតែសិតសក់ហ្នឹងញញឹមដាក់គាត់ជាទស្សនភាពញញឹមមួយដែលគួរឲ្យខ្លាចបំផុតបងប្អូនអាចសម័យឃើញទេខ្ញុំខំនៅសម័យឃើញហ្នឹងក៏ខ្ញុំភឺក្បាលដែរឧស្សាហ៍បើកំពុងតែសិតសក់នេះហើយបែរមុខមកកាន់គាត់ម្ដងបន្តិចហើយញញឹមដាក់គាត់ណាមកត្រឹមតែដល់ភាពបែរមកញញឹមហ្នឹងគាត់ភ័យខ្លាំងមែនតើគាត់ស្ទុះស្ទាទៅយកព្រះពុទ្ធដែលគាត់បានជាវហ្នឹងបានយកមកដាក់នៅក្បាលគ្រែរបស់គាត់ស្រាប់តែបែរមកវិញមកត្រឹមតែដាក់ហើយបែរមកវិញម្នាក់នោះក៏បាត់ទៅហើយមកត្រឹមចំណុចនេះគាត់ដឹងច្បាស់ថាខ្មោចលងគាត់ភ័យរហូតទៅដល់ដាច់ប៉ោះភ័យរហូតដល់ស្លាប់បាននេះសេចក្តីភ័យរបស់គាត់គឺខ្លាំងមែនទែនស្លុតខ្លាំងមែនទែនរហូតដល់ស្លាប់ព្រឹកឡើងក្រោយដឹងខ្លួនគាត់ក៏បង្ខំគូទៅដឹងរបស់គាត់និងប្អូនរបស់គាត់ឲ្យឆាប់ check out ឲ្យលឿនជាទីបំផុតហើយវិលត្រឡប់ទៅភ្នំពេញវិញនៅម៉ោង9ព្រឹកនេះមានន័យថាដឹងខ្លួនបាច់ញ៉ាំអីឯងឡើងឡានទៅវិញទៅដល់ភ្នំពេញគាត់ក៏បានរៀបរាប់នៅរឿងរ៉ាវទាំងអស់ដែលគាត់ស្លន់ទាំងប្រមាណនឹងទៅប្រាប់គូទៅដឹងរបស់គាត់និងប្អូនរបស់គាត់ប៉ុន្តែអ្វីដែលគាត់បានដឹងគឺមិនមានហេតុការណ៍ណាមួយដែលគួរឲ្យកត់សម្គាល់បានកើតឡើងចំពោះគូទៅដឹងរបស់គាត់ឬក៏បានកើតឡើងចំពោះប្អូនគាត់ទាល់តែសោះរឿងរ៉ាវទាំងអស់គឺកើតឡើងចំពោះតែគាត់តែប៉ុណ្ណោះហើយនេះគឺជាសាច់រឿងរបស់គាត់ទាំងមូលដែលគាត់មានសំណួរសួរថាហេតុអីបានអ្វីដែលគាត់បានឃើញហ្នឹងគឺជាអ្វីហើយហេតុអ្វីបានមានរឿងរ៉ាវច្រើនម្លេះដែលកើតជុំវិញខ្លួនគាត់នៅក្នុងដំណើរកម្សាន្តមួយនេះសម្រាប់បងប្អូនប្រិយមិត្តដែលចូលចិត្តវិស័យរឿងខ្មោចតើបងប្អូនមានការវែកញែកបែបណាដែរសូមបងប្អូនទាំងអស់គ្នាមេត្តា comment នៅពីក្រោមវីដេអូនេះនេះគឺជាទស្សនៈរបស់ខ្ញុំហើយនឹងការមើលឃើញរបស់ខ្ញុំហើយខ្ញុំនឹងប្រាប់ទៅម្ចាស់សាច់រឿងនិងជូនជាមតិយោបល់មួយចំនួនជូនទៅបងប្អូនទាំងអស់គ្នាអ្វីដែលគាត់បានឃើញម្នាក់ស្រីនោះច្បាស់ណាស់ 100% គឺខ្មោចហើយ
ដែលយើងអត់ដឹងថាតើខ្មោចមួយនោះគឺជាខ្មោចដែលបាត់បង់ជីវិតនៅលើដីហ្នឹងឬក៏នៅក្នុងបន្ទប់ហ្នឹងយើងអត់ដឹងទាំងអស់គ្នាប៉ុន្តែអ្វីដែលយើងដឹងប្រកបគឺវិញ្ញាណរបស់គេគឺស្ថិតនៅក្នុងឬក៏ចងជើងគេហ្នឹងនៅក្នុងបន្ទប់មួយហ្នឹងហើយវាជារឿងធម្មតាណាស់ដែលខ្មោចនៅពេលដែលលងវាមិនមែនលងទាំងអស់គ្នានៅក្នុងបន្ទប់ហ្នឹងទេវាជ្រើសរើសលងបុគ្គលណាមួយដែលមាននិស្ស័យឬក៏វាចង់បង្ហាញឬក៏អមនុស្សមួយហ្នឹងចង់បង្ហាញទៅបុគ្គលម្នាក់ហ្នឹងចឹងទោះមនុស្សនៅក្នុងហ្នឹងមាន100នាក់គេនៅក្នុងបន្ទប់ហ្នឹងក៏ដោយបើសិនជាគេចង់បង្ហាញឲ្យបងស្រីឃើញតែម្នាក់ឯងគឺមានតែបងស្រីតែម្នាក់ប៉ុណ្ណោះដែលឃើញត្រង់ចំណុចថាហេតុអ្វីបានគាត់ឃើញព្រះពុទ្ធបដិមាដែលប្រក់នេះក្បាល5ហ្នឹងហើយគាត់ឃើញហើយគាត់ស្រឡាញ់នេះរាប់ថាជានិស្ស័យជាការដល់ពេលវេលាដែលគាត់ត្រូវគ្រប់ប្រតិបត្តិឬក៏បែបណាខ្ញុំមិនហ៊ានអះអាងតែអ្វីដែលខ្ញុំហ៊ានអះអាងគឺជានិស្ស័យអាចជានិស្ស័យរបស់គាត់ដែលតាក់ទិនតាំងពីបុរេប្រវត្តិប្រហែលជាអតីតជាតិណាមួយដែលគាត់ធ្លាប់នៅឯទីតាំងមួយហ្នឹងហើយអ្វីដែលគាត់បានជាវហ្នឹងគឺជាតំណាងតែប៉ុណ្ណោះបានន័យថាតំណាងមួយដែលបញ្ជាក់ប្រាប់គាត់ថារបៀបថាផ្លូវអបិយជំនឿឬក៏អរូបទាំងឡាយដែលមានឫទ្ធិទាំងបានឬក៏អ្នកដែលមាននិស្ស័យជាមួយគាត់ហ្នឹងជូនគាត់គឺជាអនុស្សាវរីយ៍មានន័យថាអញ្ចឹងជាវរបស់មួយហ្នឹងទៅហើយនៅពេលដែលគ្រប់ប្រតិបត្តិទៅដូចគ្រប់ប្រតិបត្តិពួកគាត់អញ្ចឹងហើយនៅពេលដែលបន់ស្រន់ពួកគាត់នឹងលឺយោងទៅតាមរូបសំណាកឬក៏រូបបដិមាមួយហ្នឹងកន្លែងហ្នឹងបងប្អូនអាចយល់បានទេបងប្អូនព្រោះដោយសារតែបើយើងនិយាយថាវិញ្ញាណដែលតាមថែរក្សាមិនមែនច្បាស់ថាមកសន្តិដ្ឋនៅក្នុងរបស់មួយហ្នឹងទេតែវាពេលដូចជាទូរស័ព្ទអញ្ចឹងណាបងប្អូនមានន័យថានៅពេលដែលគេកំណត់ថារបស់មួយហ្នឹងគឺជាទូរស័ព្ទរបស់ខ្ញុំអញ្ចឹងមានការអីនិយាយទៅកាន់របស់មួយហ្នឹងទៅខ្ញុំនឹងទទួលបានសេវានៅខាងមួយទៀតរបៀបអញ្ចឹងណាអញ្ចឹងនៅពេលដែលគាត់គេងហើយគាត់បើកភ្នែកកឡោតឡោតម៉ោង12យប់ហើយគាត់បានឃើញមនុស្សចាស់ទាំងឡាយមនុស្សក្មេងទាំងឡាយដែលស្លៀកពាក់តាមបែបបុរាណស្អាតមកញឹមដាក់គាត់ហ្នឹងដូចកំពុងតែមកស្វាគមន៍គាត់សាជាថ្មីថាស្វាគមន៍ទីបំផុតខ្ញុំបានជួបអ្នកហើយក្នុងន័យមួយដែលវិជ្ជមានទេអានេះដោយសារតែគាត់ខ្លួនឯងភ័យទេប៉ុន្តែធៀបពិតទៅគេមកបង្ហាញនេះអាចក្នុងលក្ខណៈណាមួយដែលសាច់ញាតិបែកបងប្អូនណារបៀបអញ្ចឹងណាវាអាចក្នុងទស្សនវិជ្ជាមួយហ្នឹងត្រង់ចំណុចនេះខ្ញុំចង់ភ្ជាប់ដូចគ្នាតើមានបងប្អូនប្រមាណអ្នកដែលគាត់ដឹងខ្លួនគាត់អាចពិចារណាបានណាបងប្អូនធ្លាប់ទេដើរទៅលេងប្រាសាទដល់ចំណុចណាមួយដូចថាយើងទៅប្រាសាទហ្នឹងហើយប៉ុន្តែដើរទៅដល់ចំណុចមួយហ្នឹងឯងដើរលេងរហូតជាជ្រាំដែរតែមានថ្ងៃមួយដែលបងប្អូនទាំងអស់គ្នាបានដល់ចំណុចមួយហ្នឹងនៃប្រាសាទដដែលស្រាប់តែបងប្អូនចាប់ផ្ដើមមានអារម្មណ៍ថាក្តុកក្ដួលមានអារម្មណ៍ថាសុកយំហូរទឹកភ្នែកដោយមិនដឹងខ្លួនមានអារម្មណ៍ថាដិតដាមនៅកន្លែងហ្នឹងធ្លាប់ទេបងប្អូនត្រង់ចំណុចនេះតើហេតុអ្វីហើយខ្ញុំជឿថានៅពេលដែលកើតហេតុចំពោះបងប្អូនទាំងអស់គ្នាអ្នកជុំវិញខ្លួនប្រកាសជាបើកភ្នែកឲ្យមើលទៅបងប្អូនទាំងស្រឡាំងកាំងហើយថាចង់មានរឿងអីត្រូវយំទាំងបងប្អូនខ្លួនឯងមិនដឹងសោះឡើយថាតើមានរឿងអ្វីទៅបានបងប្អូនទាំងអស់គ្នាយំបកស្រាយខ្លួនឯងអត់ចេញគ្រាន់តែដឹងថានៅពេលនេះគឺជាអារម្មណ៍សំណោះសំណោចអារម្មណ៍សែតអារម្មណ៍មួយដែលត្រូវតែយំណាបងប្អូនធ្លាប់ជួបប្រទះរឿងងាវបែបហ្នឹងទេបើសិនជាជួបប្រទះរឿងរ៉ាវបែបនេះសម្រាប់តែអ្នកជួបប្រទះតែប៉ុណ្ណោះហើយអ្វីដែលខ្ញុំនឹងប្រាប់ទៅបងប្អូនសូមមេត្តាកុំយកចិត្តទុកដាក់ខ្លាំងពេកណាបងប្អូនទាំងអស់គ្នាតដែលខ្ញុំមិនអ្នកចេះអ្នកស្អីទេខ្ញុំបញ្ជាក់តដែលនេះគ្រាន់តែជាបទពិសោធន៍ដែលខ្ញុំចង់ចែករំលែកយោងទៅតាមការស្រាវជ្រាវរបស់ខ្ញុំតែប៉ុណ្ណោះអ្វីដែលខ្ញុំបានដឹងគឺបានន័យថាទីតាំងមួយហ្នឹងកាលពីអតីតជាតិណាមួយបង្កប់នៅអត្តន័យនៃជីវិតរបស់អតីតជាតិរបស់បងប្អូនណាមួយនោះដែលធ្វើឲ្យបងប្អូននៅពេលដែលកើតពីមួយជាតិទៅមួយជាតិទៅបងប្អូនបានភ្លេចពីរឿងអតីតកាលបានកប់នៅរឿងអតីតកាលតែមកដល់ចំណុចអតីតកាលមួយហ្នឹងវាភ្ញូចទៅហាត់ឌីសនៃដួងព្រលឹងរបស់បងប្អូនណាត្រង់ចំណុចមួយហ្នឹងដែលធ្វើឲ្យបងប្អូនមានសភាពអាចជាសប្បាយខ្លាំងហួសហេតុអាចជាអារម្មណ៍មួយដែលខុសប្រក្រតីដែលមិនគួរមានអារម្មណ៍មួយហ្នឹងក្នុងស្ថានភាពមួយហ្នឹងអាចជាការពិបាកចិត្តយំអីជាដើមណាវាមានរឿងតតៈណាមួយការពីអតីតជាតិរបស់បងប្អូនចឹងត្រង់ចំណុចនេះខ្ញុំនិយាយត្រឹមតែប៉ុណ្្នឹងទេហើយខ្ញុំមិនហ៊ានបកស្រាយអីឲ្យវាស៊ីជម្រៅឲ្យវាលើសអីឲ្យវាខ្លាំងអីឲ្យហួសហេតុដល់កម្រិតណាទេជឿឬមិនជឿជាសិទ្ធិសម្រេចរបស់បងប្អូនទាំងអស់គ្នាហើយចំណុចមួយនេះ
cũng miền video nào mũi nơi không thay là cốt nhom nâng lực vô nào vậy để nhom bạn đắng mà trái chun từ bong bóng đằng ngọt này còn tay nhom bà hợp cái hai spoil bong bóng tí cho nè vì chia sẻ ban đầu khơi thả khuất ba mình lúc pra ban trâm tại bay tới pram phía rồi tại phần nọ cho cái giờ bấm pal hay cái giờ bẹn phía rồi tiết nữa chiều vậy chẳng không cả đấy nhom spoil tại bọc năng tế cũng miền áo cả nào mũi nhom nâng ai chụp điệp từ bong bóng bàn to lời này dương châu đó sách ở rương mùi tiết rồi bỏ prey mình cam vị thị chiều vậy để bán chay sách rương mùi ní nơi không tì tăng khai cầm bụng chám chỉ tí ruộng khai tại mà đón nơi không cho nắm bị bòn đọc bạc nó bên nó quạt bàn từ tua đầm này thấm mây hơi nâng plap đô phi là cách đã đầm đời ở quạt từ tì tăng căn ca nghe nâng nơi khai cầm bụng chám mùi nâng chẳng hai được ra tại quạt miền thẹ để dễ hơi hỡi chẳng quạt ban này tha rơ bằng bạch mùi rồi dạ nắng từ nơi đầm bọn mùi nâng bên lúc quát có ai bọc buồn bọc quát nâng bọc ôn sợi rồi bọc quát đa rộp te sầm rạp chuột phụ quát nơi tại mà đòn bạn này chặt cứ nơi cái này nông mùi rồi dạ đầm bạch can ca bọc quát ôn sợi rồi bọc quát nâng bọc buồn bọc quát phước ca xoay rộp te nâng tại pin nè tại mà đòn đòi like bong pro quát cầm pung tại bồng pin phía ra cách nơi ai tí không pung pin nơi lạiพวกគាត់បានធ្វើដំណើរទៅកាន់ខេត្តកំពង់ចាមហើយបានរកឃើញផ្ទះមួយកន្លែងមែនត្រឹមរយៈពេល2ថ្ងៃតែប៉ុណ្ណោះគាត់រកឃើញផ្ទះមួយកន្លែងផ្ទះមួយនោះគឺនៅតាមដងផ្លូវទៅកាន់ពលានចាស់ពួកគាត់ក្រោយពីបានឃើញហើយគាត់ក៏សម្រេចចិត្តថាជួលកក់លុយកក់អីមកវុបតែម្ដងមិនបានជម្រាបសូម្បីតែបន្តិចជាដំណឹងបន្តិចឲ្យទៅម្ចាស់សាច់រឿងជាបងប្រុសនឹងជាប្តីនឹងមិនបានប្រាប់ទាល់តែសោះបងប្រុសក៏មិនបានឃើញផ្ទះហ្នឹងបងប្រុសក៏មិនបានឃើញស្ថានផ្ទះឬក៏ទិដ្ឋភាពផ្ទះទាំងមូលដឹងត្រឹមតែមួយម៉ាត់ថាបានជួលបានហើយដល់ថ្ងៃកំណត់ពួកគាត់ក៏ចាប់ផ្ដើមរៀបចំអីវ៉ាន់ឬក៏សម្ភារៈមួយចំនួនដែលគាត់ត្រូវប្រើប្រាស់ប្រចាំថ្ងៃរបស់គាត់ឬប្រវត្តិដាក់ឡានហើយជិះតម្រង់ទៅខេត្តកំពង់ចាមថ្ងៃដំបូងដែលបងប្រុសបានទៅដល់គាត់បានឃើញសន្តានផ្ទះមួយហ្នឹងជាប្រភេទដីឡូដាច់តោះនេះកន្លែងហ្នឹងបងប្អូនមានន័យថាដីឡូហើយសង់លបងព័ទ្ធជុំវិញមិនមែនជាប្រភេទផ្ទះល្វែងទេតែជាដីឡូតែម្ដងហើយមានផ្ទះមួយនៅចំកណ្ដាលដីផ្ទះមួយនោះគឺជាប្រភេទផ្ទះឈើខាងលើហើយថ្មខាងក្រោមបន្ទប់នៅជាន់ទី1គឺស្ថិតនៅខាងមុខផ្ទះហើយមានវេរ៉ង់ដាឈរអីតាមទៅរបៀបផ្ទះឈើបុរាណពេលទៅដល់ភ្លាមគាត់អត់បានដើរចូលទៅដល់ក្នុងលបងផ្ទះតែម្ដងទេតែគាត់គិតថាចេះបើសិនជាគាត់បានមកធ្វើការនៅកន្លែងហ្នឹងហើយអញ្ចឹងគាត់មិនដែលស្គាល់ភូមិសាស្ត្រមិនដែលស្គាល់ពីស្ថានភាពនៅក្នុងតំបន់ហ្នឹងទេអញ្ចឹងក្នុងករណីហ្នឹងវាមិនចម្រៃអីនៅក្នុងការរាប់ញាតទេអញ្ចឹងហើយគាត់ក៏គិតថាទៅរាប់អានអ្នកចិត្តខាងខៃលោកពឹងគាត់ជាភ្នែកជាច្រមុះមានការអីយើងដឹងថារត់ទៅរកអ្នកណាជួយគួរតែនិយាយថាអញ្ចឹងគាត់ក៏ដើរទៅកាន់ផ្ទះអ្នកចិត្តខាងដែលនៅជាប់លបងផ្ទះហ្នឹងទទួលគេវរៈកិច្ចជារួមមានអីវ៉ាន់មានផ្លែឈើមានអីចឹងណានំនែកតិចតួចយកទៅផ្ញើទៅអ្នកចិត្តខាងហ្នឹងហើយផ្ដាំផ្ញើថារបៀបថាខ្ញុំសូមផ្ញើខ្លួនផងណាខ្ញុំនៅផ្ទះមួយនេះទេអញ្ចឹងហើយបើមានការអីជួយប្រាប់ខ្ញុំផងហើយយើងរាប់អានគ្នាទៅបើមានធរៈអ្វីធ្ងន់ស្រាលក៏អាចប្រាប់គ្នាបានពួកគាត់បានសំណេះសំណាលអ្នកចិត្តខាងបានសួរគាត់អូមកធ្វើការអីផ្នែកអីជាដើមលាក់បោបាច់លាក់នឹងលាក់អីចឹងទៅរហូតដល់ធ្លាក់មកកាន់ប្រធានបទមួយក្រោយពីការសន្ទនាមួយរយៈអ្នកចិត្តខាងរបស់គាត់ក៏បានលន់មកថាចាផ្ទះមួយហ្នឹងអត់ដែលមានអ្នកនៅយូរទេនៅត្រឹមតែកន្លះខែដឹងតែរើចាញ់តែហ្មងគាត់លឺបែបហ្នឹងគាត់រៀងវាក់ដែរគាត់គិតថាហើយមិនសុកមកប្រាប់គាត់ថាអញ្ចឹងតើគេចង់ឲ្យ snow អីមកគាត់ឬក៏បែបណាតែគាត់គិតថាមិនអីទេគិតធម្មតាតែជាងមិននៅធម្មតាតាអញ្ចឹងគាត់ក៏តបទៅអ្នកចិត្តខាងថាអ៊ំមើលអ៊ំកុំគិតច្រើនពេកវាមិនអីទេណាមួយខែលោកគេមានភារកិច្ចអីគេដឹងគេមកនៅបានត្រឹមកន្លះខែក៏គេមានភារកិច្ចក្នុងការរើកន្លែងអីចឹងទៅដើម្បីផ្លាស់ប្ដូរការងារដូចគាត់អញ្ចឹងណាផ្លាស់ប្ដូរពីមួយកន្លែងឥឡូវមកធ្លាក់មកត្រឹមកំពង់ចាមមកធ្វើការអីចឹងណាមករយៈត្រូវទៅអីទៀតចឹងទៅអញ្ចឹងក្នុងករណីហ្នឹងយើងមិនអាចសន្មតថារឿងអបិយជំនឿទេតែអ៊ំអ្នកចិត្តខាងហ្នឹងគាត់បានប្រាប់តែចេះអត់ទេអូនមិនមែនមកគ្រួសារណាវាច្រើនគ្រួសារដែលគឺមកនៅថាកន្លះខែអីគឺរត់ចេញតែម្ដងយូរបំផុតគឺកន្លះខែគាត់នៅតែប្រកាន់គោលការណ៍មួយដែលថាវាមិនអីទេណាមួយទៀតប្រហែលជាគេមានភារកិច្ចហើយគោលការណ៍មួយនេះគឺជាគោលការណ៍ដែលគាត់ប្រកាន់ជាប់ខ្លួននិយាយគ្នាលេងហើយពួកគាត់ក៏សម្រេចចិត្តដើរទៅរៀបចំផ្ទះសម្បែងដែលគាត់ជួលជាផ្ទះថ្មីទីតាំងថ្មីសម្រាប់គាត់
មួយជំហានដំបូងដែលគាត់បានបោះចូលទៅដល់ទីតាំងដីនឹងតែម្ដងមួយជំហានដែលផុតលបងគឺគាត់ទទួលអារម្មណ៍ដឹងភ្លាមចូលទៅដល់ក្នុងផ្ទះថាផ្ទះមួយនេះមិនធម្មតាគាត់បើកទ្វារចាក់សោចូលទៅដល់ក្នុងផ្ទះគាត់ប្រាប់ថាក្នុងផ្ទះគឺត្រជាក់ខ្លាំងមែនទែនត្រជាក់ស្មើនឹងបើកម៉ាស៊ីនត្រជាក់ចោល16អង្សាចោលគឺត្រជាក់យកតែមែនទែនដែលគាត់និយាយថាវាត្រជាក់ហួសហេតុនឹងស្មានមិនដល់គឺត្រជាក់មិនធម្មតាអារម្មណ៍ត្រជាក់មួយនេះបានផ្ដល់ឲ្យគាត់នេះជាអារម្មណ៍មួយទៀតគឺព្រឺឆ្អឹងខ្នងខ្លាំងមែនទែនហើយគាត់ច្បាស់ក្នុងចិត្តថាក្នុងផ្ទះនេះ 100% ប្រកាសជាមានវិញ្ញាណហើយអារម្មណ៍មួយទៀតក៏បានប្រាប់គាត់ដែរថាប្រហែលជាគេមិនសប្បាយចិត្តដែលមានវត្តមានគាត់នៅទីនេះតែគាត់បានមករំខាននៅកន្លែងគេហើយត្រង់ចំណុចនេះក៏គាត់នឹកឃើញថាអញ្ចឹងតាបានអ្នកចិត្តខាងនិយាយថាអ្នកនៅនឹងមិនបានកន្លះខែផងរត់ចាញ់ណាប្រហែលជាតាក់ទិនជាមួយនឹងវិញ្ញាណនៅក្នុងផ្ទះមួយហ្នឹងហើយតែគាត់ព្យាយាមបន្លែបន្លប់គិតថាអត់អីយើងនៅយើងកុំខ្វល់យើងមិនធ្វើអីគេក៏មិនធ្វើអីយើងដែរពួកគាត់បានរៀបចំផ្ទះចាប់ផ្ដើមដើរមើលជុំវិញផ្ទះគាត់ចាប់ផ្ដើមកំណត់ថាអូខេកន្លែងនេះដាក់ទូកន្លែងនេះដាក់ទូទឹកកកកន្លែងនេះដាក់អីអញ្ចឹងទៅគាត់ចាប់ផ្ដើមដៅគោលពងនីមួយថាកន្លែងណាត្រូវដាក់អីកន្លែងណាត្រូវដាក់អីនៅជាន់ក្រោមផ្ទាល់ដីណាតែទោះត្រង់ចំណុចថានៅជាន់ទី1ផ្ទាល់ដីហ្នឹងជាន់ផ្ទាល់ដីហ្នឹងវាមានបន្ទប់មួយហើយបន្ទប់នោះគឺចាក់សោចិត្តតែម្ដងម្ចាស់ផ្ទះបានប្រាប់យ៉ាងច្បាស់ថាមិនបាច់ឈឺក្បាលទេបន្ទប់នឹងជាប់សោឲ្យវាចាក់សោនៅត្រឹមហ្នឹងទៅចឹងគាត់ក៏រៀបចំខាងក្រោមនឹងដោយមិនអើពើណាមួយគាត់គិតថានៅបានមួយរយៈផងចាក់ក៏ចាក់ទៅរឿងរបស់គេទេគាត់រៀបចំខាងក្រោមហើយគាត់ក៏ដើរឡើងទៅខាងលើមើលជាជាន់ឈើគ្រាន់តែដើរទៅដល់ព្រាមគាត់ទទួលបានអារម្មណ៍មួយអារម្មណ៍គាត់ប្រាប់ថាមានគេកំពុងតែមើលគាត់ងាកមើលទៅអត់មានឃើញអ្វីទាំងអស់តែគាត់កលេចមានចំណុចមួយនៃផ្ទះនៅវិញហ្នឹងបានទាញភ្នែកឲ្យគាត់ដឹងស្នូគឺត្រង់ចំណុចធ្នឹមផ្ទះតែគាត់កលេចឆ្វេងកលេចស្ដាំផ្ទះត្រឹមធ្នឹមផ្ទះគឺត្រឹមនឹងតែម្ដងទាំងនៅធ្នឹមផ្ទះនឹងអត់មានអ្វីទាំងអស់គាត់បានដើរតម្រង់ទៅជិតធ្នឹមផ្ទះមួយហ្នឹងគាត់ស្លឹងមើលជុំវិញអត់មានឃើញដៃគោលក៏គាត់អត់មានឃើញអីចម្លែកអីដែរពេលនោះគាត់ក៏កលេចក្បាលរបស់គាត់នេះភ្នែករបស់គាត់បែរឡើងលើទៅចំណុចដំបូងផ្ទះអ្វីដែលគាត់ឃើញគឺគាត់ចម្លែកខ្លាំងបំផុតព្រោះត្រង់ចំណុចកណ្ដាលធ្នឹមផ្ទះនៅខាងលើគឺគេមានចងច្រវាក់ជាការចងច្រវាក់ព័ទ្ធធ្នឹមខាងលើផ្ទះនឹងតែម្ដងតែគាត់ឆ្ងល់ក្នុងចិត្តថាថ្មីម៉េះមិនក៏គេចងច្រវាក់នៅនឹងអញ្ចឹងគាត់ព្យាយាមបន្លែបន្លប់ហើយគាត់ចាប់ផ្ដើមដៅពងផ្សេងនៅខាងលើនឹងឯងហើយគាត់ក៏ព្យាយាមមិនប្រាប់រឿងរ៉ាវទាំងអស់ដល់ប្រពន្ធរបស់គាត់ដែរដល់ប្អូនស្រីរបស់គាត់ដែរហើយក៏ព្យាយាមបន្លែបន្លប់ពួកគាត់ជិះជាងកុំឲ្យពួកគាត់ប្រទះឃើញច្រវាក់មួយហ្នឹង6ថ្ងៃដំបូងដែលគាត់នៅគឺអត់មានអ្វីកើតឡើងតតែសោះគឺសុខធម្មតាគឺគេងប្រកបជីវិតរាល់ថ្ងៃប្រចាំថ្ងៃដើរទៅយ៉ាងរលូនតែចូលដល់ថ្ងៃទី7ជាថ្ងៃដែលគាត់ហើយនឹងប្រពន្ធរបស់គាត់ត្រូវចូលរួមពិធីបង់គេមួយដែលតម្រូវត្រូវចាំបាច់ឲ្យគាត់ចូលរួមខានមិនបានពួកគាត់បានរៀបចំខ្លួនដើម្បីចេញទៅសល់តែប្អូនស្រីរបស់គាត់ម្នាក់គត់នៅក្នុងផ្ទះនោះគាត់បានធ្វើដំណើរដល់កន្លែងបង់គេនឹងហើយគាត់ចូលរួមកំពុងតែចែកំពុងតែញ៉ាំកំពុងតែទទួលទានជាស្រវឹងផងលាក់នឹងលាក់ដល់ម៉ោងប្រហែលជា10យប់គាត់ក៏ទទួលបានទូរស័ព្ទមួយគាត់លើកទូរស័ព្ទរបស់គាត់មើលគាត់ឃើញថាអ្នកដែលតាក់ទងមកគាត់គឺជាប្អូនស្រីរបស់គាត់សម្ដីពឹស្ដាររបស់ប្អូនស្រីរបស់គាត់សង្ខេបឲ្យខ្លីនៅក្នុងទូរស័ព្ទហ្នឹងគឺប្រាប់ថាបងអើយគេធ្វើអីខ្លាំងណាស់នៅអត់កើតទេរករឿងខ្លាំងមែនទែនគោះទ្វារក្រោយរហូតទាំងផ្ទះខាងក្រោយមិនមានជាប់ផ្ទះអ្នកណាហើយមានតែដីឡូធម្មតានៅខាងក្រោយហ្នឹងគឺអត់មានផ្ទះទាំងអស់តែគោះទ្វាររហូតរឿងខ្ញុំខ្លាំងហើយខ្ញុំនៅអត់កើតទេបងគាត់ទទួលបានដំណឹងមួយហ្នឹងហើយគាត់ព្យាយាមបន្ធូរអារម្មណ៍របស់ប្អូនគាត់ថាអូយឥឡូវកុំអាកបាទតោះបងចេញទៅចាំបងទៅមើលមានរឿងអីកើតឡើងគាត់បានកេះទៅប្រពន្ធគាត់ថាតោអូនទៅផ្ទះវិញមានការនៅផ្ទះត្រង់ប៉ុណ្នេះគាត់ក៏ចេញដំណើរលាគេលាឯងតម្រង់ទៅផ្ទះវិញទៅដល់ផ្ទះប្អូនស្រីរបស់គាត់គ្រាន់តែឃើញគាត់ចូលដល់ខ្លោងទ្វារផ្ទះភ្លាមរត់ចុះមកក្រោមយ៉ាងលឿនសំដៅមករកគាត់ហើយអោបគាត់ជាប់ទឹកមុខរបស់ប្អូនស្រីរបស់គាត់បានផ្លាស់ប្ដូរពីភាពភ័យខ្លាចទៅ
ទៅជាការដែលមានសង្ឃឹមដែលឃើញបងគាត់មកហើយប្រែប្រួលទៅជាទឹកមុខមួយដែលមានអំនួតដូចមានអាងខ្នងអញ្ចឹងអោបគាត់ជាប់ហើយឈរក្រោយខ្នងគាត់ហើយស្រែកដាក់ទៅខាងផ្ទះវិញណាស្រែកជេរខ្លាំងៗមែនទែនប្រើពាក្យអសុរច្រើនមែនទែនហើយប្រាប់ថាមិនខ្លាំងទៀតទៅបងអញមកឯងខ្លាំងឯងមិនចេញមកទៀតមករបៀបអញ្ចឹងត្រឹមតែមួយម៉ាត់និយាយអត់ទាន់ចាប់ផងត្រឹមតែមួយម៉ាត់នឹងស្រាប់តែទ្វារខាងក្រោយផ្ទះរបស់គាត់រង្គើខ្លាំងតែម្ដងបើគាត់ប្រៀបធៀបអត់គួរប្រើពាក្យថារង្គើទេគួរតែប្រាប់ថារំជួយអារបៀបថាមានមនុស្សម្នាក់ដែលមានធំខ្លាំងមកកាន់ទ្វារនឹងហើយរួនខ្លាំងមែនតើគឺអង្រួនបែបហ្នឹងនៅពេលនេះរោមរបស់គាត់បាសប៉ុណ្ណាក៏ដោយគាត់ព្រឺប៉ុណ្ណាក៏ដោយតែគាត់ជាមនុស្សប្រុសគាត់តាំងស្មារតីហើយដើរទៅបើកទ្វារខាងក្រោយនឹងមើលគាត់ចង់ដឹងថាខែងលោមានណាគេលោត្រឹមតែដើរជិតទ្វារមួយនឹងប្រហែលជាសល់1ម៉ែត្រពីទ្វារមួយនឹងស្រាប់តែលែងរំជួយគាត់ស្ទុះទៅបើកទ្វារមួយនឹងអឺតមើលខាងក្រោយអត់មានអ្វីទាំងអស់អ្វីដែលគាត់ឃើញត្រឹមតែជាភាពងងឹតហើយនឹងវាលលំហមួយតែប៉ុណ្ណោះគាត់ចេញទៅខាងក្រៅទ្វារនឹងគាត់មើលឆ្វេងមើលស្ដាំនៅតែអត់មានឃើញអញ្ចឹងត្រង់ចំណុចដែលគាត់គិតថាមានគេមកលោត្រូវបានបដិសេធហើយគាត់ដឹងច្បាស់ថាមិនមែនមនុស្សទេជាអ្នកធ្វើនេះគាត់ចេញទៅខាងក្រៅមិនឃើញអីបែបនេះគាត់ក៏ដើរចូលមកខាងក្នុងវិញហើយគាត់បិទទ្វារមួយជំហានទី1ដែលគាត់បោះចេញពីទ្វារដើរតម្រង់មកប្អូនស្រីមួយប្រពន្ធគាត់វិញនេះបែរក្នុងបោះមកជាហ៊ានបោះមួយជំហានដំបូងទ្វារនឹងចាប់ផ្ដើមរំជួយម្ដងទៀតនៅពីក្រោយខ្នងរបស់គាត់តែម្ដងគាត់ភ្ញាក់ឲ្យគាត់កតាក់អារបៀបវាក់ខ្លាំងណាអញ្ចឹងគាត់ក៏បែរក្នុងមកវិញហើយទាញទ្វារនឹងបើកមកម្ដងទៀតតែអ្វីដែលសំខាន់មិនមានអ្នកណាម្នាក់សោះនៅខាងក្រោយសូម្បីតែខ្យល់ស្លឹកឈើទាំងអស់គឺស្ងប់ខ្យល់មិនរង្គើទាល់តែសោះអញ្ចឹងសួរថាហេតុអ្វីបានទ្វារនឹងរង្គើរំជួយគាត់ឃើញបែបហ្នឹងគាត់តាំងចិត្តហើយគាត់តាំងស្មារតីហើយគាត់បិទទ្វារហ្នឹងដើរតម្រង់មកប្រពន្ធហើយនឹងប្អូនរបស់គាត់វិញត្រឹមតែចំណុចមួយនេះអ្វីក៏បានស្ងប់ស្ងាត់ត្រឹមយប់មួយហ្នឹងមួយរយៈក្រោយទៀតគាត់ក៏ចាប់ផ្ដើមរៀបចំពិធីបង់គេនៅក្នុងផ្ទះរបស់គាត់ហើយគាត់ក៏ហៅមិត្តភ័ក្តិរបស់គាត់អីមកដែរព្រោះពិធីបង់គេនេះរៀបចំដើម្បីទទួលមិត្តភ័ក្តិពួកគាត់មកនៅកំពង់ចាមតែម្នាក់ឯងជាមួយគ្រួសារហ៎ចឹងហៅគេមកស្របពេលជាថ្ងៃខួបកំណើតរបស់គាត់ផងម្នាក់ក៏បានមកចូលរួមនៅក្នុងកម្មវិធីរបស់គាត់ប្រាប់ថាសប្បាយខ្លាំងមែនតើព្រោះគាត់ធ្វើការហត់ហើយបើសិនជានៅពេញឬក៏នៅស្រុករបស់គាត់ឬក៏កន្លែងចាស់របស់គាត់យ៉ាងហោចណាស់ក៏បានជួបមិត្តភ័ក្តិរាល់ថ្ងៃដែរតែនេះមួយរយៈហើយអត់បានជួបពួកគាត់អញ្ចឹងការមកជុំគ្នានេះគឺជាការមួយដែលសប្បាយមែនទែនសម្រាប់គាត់ក្រោយចប់កម្មវិធីម្នាក់ក៏ចូលគេងហើយនេះគឺជាបទពិសោធន៍របស់មិត្តភ័ក្តិរបស់គាត់ប្រាប់ថានៅពេលដែលកំពុងតែគេងនៅក្នុងផ្ទះនេះស្រាប់តែឮសម្រាប់ជើងដើរកលឹងជុំវិញខ្លួនពួកគាត់មួយយប់ទល់ភ្លឺមិត្តភ័ក្តិរបស់គាត់ប្រាប់ថានៅក្នុងយប់ហ្នឹងសម្រាប់ជើងមួយហ្នឹងគឺច្បាស់មែនទែនជាសម្រាប់ជើងមនុស្សផុតពីដើរជុំវិញខ្លួនពួកគាត់បើកភ្នែកមកមិនឃើញអ្វីទាំងអស់សម្រាប់ជើងមួយហ្នឹងបានបន្លឺពីលើជាន់ដែលជាផ្ទះឈើវិញមួយយប់ហ្នឹងមិនមានអ្នកណាគេងបានទាល់តែសោះទាស់ត្រង់ថាមិត្តភ័ក្តិរបស់គាត់ប្រាប់រឿងរ៉ាវទាំងអស់ទៅកាន់គាត់តែមួយយប់នោះគាត់ប្រពន្ធរបស់គាត់និងប្អូនស្រីរបស់គាត់មិនមានអ្នកណាម្នាក់សោះឡើយបានឮសម្រាប់ជើងគឺមានតែមិត្តភ័ក្តិរបស់គាត់តែប៉ុណ្ណោះរឿងហេតុចម្លែកក៏បានកើតឡើងជាបន្តបន្ទាប់សម្រាប់គ្រួសាររបស់គាត់នៅក្នុងផ្ទះមួយហ្នឹងត្រង់ចំណុចនេះបើបកទៅក្រោយវិញទើបបានគាត់ចាប់អារម្មណ៍ថាជារឿងរាល់ថ្ងៃគាត់តែងតែឃើញហេតុការណ៍ចម្លែកមួយព្រលឹមឡើងគឺគាត់តែងតែចេញទៅធ្វើការរត់ស៊ីលដល់ម៉ោង 5-6 ទើបគាត់មកដល់ផ្ទះវិញប៉ុន្តែគាត់ចម្លែកត្រង់ថាប្រពន្ធរបស់គាត់គ្រប់ពេលដែលគាត់មកផ្ទះនេះគឺមកអង្គុយចាំគាត់នៅពីមុខទ្វារនឹងរហូតណាមិននៅក្នុងផ្ទះទេតែចេញមកអង្គុយចាំគាត់នៅមុខទ្វារនឹងជារៀងរាល់ថ្ងៃដែលប្រពន្ធរបស់គាត់ការពីនៅស្រុកឬក៏ការពីនៅពេញឬក៏កន្លែងចាស់របស់គាត់មិនដែលចេញមកទទួលគាត់ណាតាំងពីនៅក្នុងផ្ទះនឹងមកគឺប្រពន្ធរបស់គាត់មិនដែលហ៊ាននៅក្នុងផ្ទះម្នាក់ឯងទេគឺតែងតែចេញមកខាងក្រៅចាំទទួលគាត់រហូតដល់គាត់មកដល់ទើបបានប្រពន្ធរបស់គាត់ហ៊ានដើរចូលទៅក្នុងផ្ទះគាត់សួរប្រពន្ធរបស់គាត់ជារឿយតែប្រពន្ធរបស់គាត់ចង់យ៉ាងម៉េចក៏មិនប្រាប់តតែសោះមានថ្ងៃមួយម្ដាយរបស់គាត់ក៏បានមកលេងគាត់នៅឯផ្ទះមួយនឹងឯងបញ្ជាក់ម្ដាយរបស់គាត់ក៏មិនអ្នកខេត្តកំពង់ចាមដែរតែចំណុចពិសេសរបស់ម្ដាយរបស់គាត់គឺគាត់ជាគ្រូផ្លូវងងឹតមានន័យថាគ្រូបារមីជាអ្នកស្នងរូបមួយរូបដែរអញ្ចឹងម្ដាយរបស់គាត់គឺចេះមើលចេះអីអញ្ចឹង
ក៏ជាថ្ងៃចៃដន្យដែរថ្ងៃដែលម្ដាយរបស់គាត់បានមកដល់ហ្នឹងគឺជាថ្ងៃដែលគាត់មានធុរៈជាមួយមេរបស់គាត់ដែលត្រូវបំពេញការងារនៅខាងក្រៅរហូតដល់យប់ជ្រៅមែនទែនថ្ងៃទី1ដែលម្ដាយរបស់គាត់បានមកដល់ផ្ទះមួយហ្នឹងនេះគឺជារឿងរ៉ាវទាំងមូលបញ្ជាក់ថានៅពេលនេះផ្ទះទាំងមូលបងប្រុសអត់នៅទេមានតែប្រពន្ធហើយនិងម្ដាយគាត់តែប៉ុណ្ណោះម៉ោងប្រហែលជា11យប់កំពុងតែបំពេញភារកិច្ចជាមួយនឹងមេរបស់គាត់ហ្នឹងគាត់ក៏ទទួលបានសារមួយពីប្រពន្ធរបស់គាត់គិតថាអូសង្ស័យស្ដីឲ្យហើយថាយប់ម៉េះមិនកំព្រមមកផ្ទះឡើងការងារនឹងចប់ឡើងអីចឹងទៅតែនៅពេលដែលគាត់បើកសារមួយហ្នឹងមើលមកសេចក្តីលំអិតបែរជាឃើញថាបងឯងមកដល់ផ្ទះហើយមិនក៏មិនចូលហើយនៅទៅឈរខ្លោងទ្វារធ្វើអីនិយាយធំប៉ុណ្ណឹងនេះគឺខ្ញុំឃើញរូបភាពពេញភ្នែកតែម្ដងណាអារបៀបថា message ទៅសួរគាត់ថាអេបងឯងនៅឈរក្រៅផ្ទះធ្វើអីហើយកាលចូលមកទាំងគាត់មិនមែននៅឈរនៅក្រៅផ្ទះហ្នឹងទេគាត់នៅខាងក្រៅមួយមេរបស់គាត់នោះគាត់ឃើញសារមួយហ្នឹងហើយគឺគាត់ស្រឡាញ់កាំងខ្លាំងមែនទែននៅពេលដែលគាត់ទៅដល់ផ្ទះគាត់បានសួរប្រពន្ធរបស់គាត់បានប្រាប់ថាអញ្ចេះប្រពន្ធរបស់គាត់បានឃើញបងប្រុសនេះឈរនៅមុខផ្ទះប្រពន្ធរបស់គាត់ក៏បានស្ទុះទៅប្រាប់ម្ដាយរបស់គាត់ថាអញ្ចេះម៉ាក់បងគាត់នៅឈរនៅមុខទ្វារធ្វើអីហើយមិនចាក់សោចូលតាមលបងនឹងមកម្ដាយរបស់គាត់ឃើញបែបហ្នឹងក៏ប្រាប់ទៅកូនម្សាស្រីរបស់គាត់ថាបងនេះទេក្រៃលោវាភ្លេចសោភ្លេចអីចឹងឥឡូវទៅបើកទ្វារឲ្យបន្តិចទៅនៅពេលដែលពួកគាត់ចេញពីផ្ទះកាន់សោយកទៅបើកទ្វារលបងនេះទិដ្ឋភាពមួយនេះគឺជាទិដ្ឋភាពដែលខ្ញុំសង្ឃឹមថាបងប្អូនសម័យឲ្យចេញណាមនុស្ស2នាក់បើកទ្វារចេញពីផ្ទះកាន់សោដើម្បីតម្រង់មកបើកទ្វារលបងឲ្យបងប្រុសនេះនៅពេលដែលចេញមកប្រពន្ធរបស់គាត់មើលទៅកាន់ទ្វារលបងឃើញបងប្រុសតែម្ដាយរបស់គាត់មើលនៅក្រោមដើមឈើមួយនៅក្នុងបរិវេណដីហ្នឹងឃើញបងប្រុសដូចគ្នាមានន័យថាម្នាក់មើលទៅត្រង់ហើយម្នាក់ទៀតមើលទៅខាងស្ដាំដៃឃើញបងប្រុសទាំងពីរនាក់ជាបរិបទមួយដែលឃើញក្នុងពេលតែមួយក្រោមតែម្នាក់នៅក្រោមដើមឈើខាងស្ដាំដៃហើយម្នាក់ទៀតនៅមុខលបងនៅពេលបានសួរដឹងដំណឹងឲ្យអស់ហើយបងប្រុសក៏គាត់ព្យាយាមរងាប់អារម្មណ៍អ្នកទាំងអស់គ្នាថាមិនអីទេសម្រាប់ម្ដាយគាត់មិនបាច់រងាប់អារម្មណ៍ទេព្រោះម្ដាយរបស់គាត់គឺជាអ្នកចេះហើយអញ្ចឹងក្នុងករណីហ្នឹងគាត់គ្រាន់តែសម្រួលអារម្មណ៍របស់ប្រពន្ធគាត់ទេហើយម្នាក់ក៏តម្រង់ទៅគេងរៀងខ្លួននៅយប់ដដែលប្រហែលជាម៉ោង3យប់ម្ដាយរបស់គាត់ស្រាប់តែក្រោកឡើងម្ដាយរបស់គាត់ប្រាប់ថានៅពេលដែលគាត់ក្រោកឡើងនេះគឺគាត់ក្រោកឡើងដោយសារតែស្នូជើងរបស់កូនប្រុសរបស់គាត់ដែលជាម្ចាស់សាច់រឿងនេះបើកទ្វារខាងក្រោយផ្ទះហើយដើរចុះទៅខាងក្រោមគាត់ស្រែកហៅថាទៅណាយប់ហើយកុំទៅណាមកឡើងមកលើវិញគាត់ព្យាយាមរត់ទៅតាមចេញពីទ្វារហ្នឹងតែទិដ្ឋភាពបងប្រុសនៅតែដើរចុះទៅត្រង់ស្លូមមិនងាកក្រោយមិនឈប់ទាល់តែសោះគាត់ឃើញបែបហ្នឹងហើយគាត់ជាមនុស្សចាស់គាត់គិតថាគាត់នឹងទៅរកប្រពន្ធរបស់បងប្រុសហ្នឹងនៅក្នុងបន្ទប់ណាខៃលោបងប្រុសហ្នឹងមកមើលចឹងគាត់រត់ទៅដល់មុខបន្ទប់គាត់គោះទ្វាររបៀបថាអូមីអូនណាកូនមិនសាបើកទ្វារប្តីឯងដើរចុះទៅក្រោមឡើងអញ្ចឹងទៅនៅពេលដែលបើកទ្វារមកគាត់ស្រឡាញ់កាំងមែនទែនព្រោះអ្នកដែលបើកទ្វារឲ្យគាត់គឺជាបងប្រុសហើយនឹងប្រពន្ធរបស់គាត់អញ្ចឹងសួរថាតើអ្នកដែលដើរចុះមកអញមិញនេះជាអ្នកណាបើសិនជាកូនរបស់គាត់អ្នកបើកទ្វារបន្ទប់ហ្នឹងអញ្ចឹងតើអ្នកណាអ្នកបើកទ្វារដើរចុះខាងក្រោមហ្នឹងក្រោយពីដឹងចំណុចនេះរៀងខ្លួនហើយក៏បែកជើងគ្នាទៅសង្ងំគេងទៅវិញថ្ងៃបន្ទាប់បានមកដល់ម្ដាយរបស់គាត់គឺជាមនុស្សចាស់ម្នាក់ដែលអត់ចេះនៅស្ងៀមត្រង់ចំណុចនេះខ្ញុំជឿថាបងប្អូនយល់ហើយសម្រាប់មនុស្សចាស់ដែលគាត់អត់ចូលចិត្តនៅស្ងៀមណាមានន័យថាគាត់ចេះតែទើសឃើញកន្លែងនេះទើសបោកជូតឃើញកន្លែងនោះដោះស្មៅខំទៅបោចអីឡើងនៅថ្ងៃនោះម្ដាយរបស់គាត់ម៉ោងប្រហែលជា6ល្ងាចប្រពន្ធរបស់គាត់នេះកំពុងតែឈរធ្វើម្ហូបនៅកញ្ចក់ក្រានបាយម្ដាយគាត់ឃើញនៅជុំវិញបរិវេណផ្ទះអញ្ចឹងដោយសារតែផ្ទះខាងក្រោមសង់ថ្មអញ្ចឹងគេតែងតែចាក់របៀបចាក់សាបពីក្រោមហ្នឹងអញ្ចឹងហាជីសាបហ្នឹងវាដុសរបៀបថាដុសស្មៅមកលៀនវែងអញ្ចឹងណាគាត់ឃើញអញ្ចឹងគាត់ចង់ថែរក្សាផ្ទះហ្នឹងឲ្យបានល្អគាត់ក៏បោចគាត់កំពុងតែបោចស្មៅហ្នឹងបោចស្មៅសម្អាតផងបោចស្មៅសម្អាតផងស្រាប់តែគាត់មានអ្វីមួយតាក់ភ្នែករបស់គាត់ឲ្យគាត់ងាកមើលទៅខាងលើជាចំណុចវេរដានៅផ្ទះហ្នឹងអ្វីដែលគាត់ក៏លេចទៅឃើញគឺជាស្រមោលខ្មៅធំស្បឹងតែម្ដងហើយគាត់ច្បាស់ថាជាមនុស្សប្រុសបន្ថែមទៅលើនឹងទៀតគាត់បានឃើញសម្ហោលមនុស្សស្រី2នាក់ទៀតឈរពីក្រោយអមសងខាងសម្ហោលដែលធំស្បឹងជាមនុស្សប្រុសហ្នឹងតែបិទថាបង្ហាញរូបភាពជាសម្ហោលមែនតែគាត់បានប្រាប់ទៅម្ចាស់សាច់រឿងថាចេះគាត់ច្បាស់ណាស់
ថាគឺជាមនុស្សបុរាណតែម្ដងគាត់បានយកសាច់រឿងទាំងអស់ទៅប្រាប់បងប្រុសប្រាប់ពីរឿងរ៉ាវទាំងអស់ហើយប្រាប់ថាកូនណាមិនរើចាញ់ទៅអីកុំនៅក្នុងផ្ទះហ្នឹងតែបងប្រុសគាត់គិតថាអញ្ចឹងគាត់នៅមិនសូវជួបរឿងអីផងគាត់នៅសក់តាអញ្ចឹងវាអត់អីទេម៉ែអើយខ្ញុំទ្រាំនៅហ្នឹងទៅរហូតដល់ថ្ងៃមួយគាត់ក៏បានប្រទះនៅរឿងរ៉ាវចម្លែកមួយជារឿងរ៉ាវដែលរន្ធត់សម្រាប់គាត់អញ្ចឹងកាលពីដើមសាច់រឿងខ្ញុំបានប្រាប់ទៅបងប្អូនទាំងអស់គ្នាថានៅជាន់ខាងក្រោមផ្ទះថ្មហ្នឹងគឺមានបន្ទប់មួយដែលចាក់សោទៅឯងបងប្អូនទាំងអស់គ្នាអញ្ចឹងបន្ទប់មួយហ្នឹងគឺអត់មានសោចូលទេម្ចាស់សាច់រឿងគឺអត់មានសោចូលផ្ទះទេយើងចូលមកដល់ថ្ងៃកើតហេតុមួយហ្នឹងតើគាត់បានប្រទះឃើញអ្វីនៅក្នុងថ្ងៃនោះគាត់កំពុងតែនៅជាន់ឈើបងប្អូនជាន់ទី1ដែលផ្ទះឈើមួយហ្នឹងគាត់ដើរចុះដើរឡើងធ្វើការរៀបចំផ្ទះឡើងគាត់ក៏ប្រទះឃើញនៅលើរនាបដូចជាដាច់អារបៀបថាមានទ្វារសម្ងាត់មួយដែលយើងបើករនាបមួយហ្នឹងទៅយើងចុះទៅតាមចរាខាងក្រោមបានរបៀបអញ្ចឹងណាគឺជារនាបបង្កប់គាត់ឃើញអញ្ចឹងគាត់គិតថាអានេះផ្លូវទៅណាគាត់ក៏ដើរតម្រង់ទៅរនាបមួយហ្នឹងនៅពេលដែលគាត់ដើរតម្រង់ទៅកន្លែងប្រឡោះមួយហ្នឹងកន្លែងរនាបលាក់ជាមួយនឹងឥដ្ឋឈើនេះក្រូឈើនេះគាត់ដឹងខ្លួនភ្លាមតែម្ដងថាប្រឡោះមួយហ្នឹងគឺទៅចំនៅពីលើបន្ទប់ដែលចាក់សោហ្នឹងតែម្ដងនៅជាន់ខាងក្រោមហ្នឹងគឺនៅពីលើហ្នឹងតែម្ដងគាត់ចាប់ផ្ដើមមានចម្ងល់ថាបើជល់ឃើញទ្វារមួយហ្នឹងហើយមើលចង់ដឹងថាក្នុងបន្ទប់ហ្នឹងមានអីគិតបែបហ្នឹងភ្លាមគាត់ក៏លើករនាបហ្នឹងឡើងហើយគាត់បានឃើញមានចណ្ដាលមួយចុះទៅខាងក្រោមហ្នឹងមែនគាត់ចាប់ផ្ដើមបញ្ចាំងពិលទៅលើចណ្ដាលមួយហ្នឹងបន្ទប់ទាំងមូលគឺងងឹតស្លុបគាត់បានបញ្ចាំងពិលចុះមួយជំហានម្ដងដោយការប្រុងប្រយ័ត្នបំផុតគាត់សង្កេតឃើញថាចណ្ដាលហ្នឹងគឺពោពេញទៅដោយដីគាត់ចុះទៅដល់ខាងក្រោមគាត់ចាប់ផ្ដើមបញ្ចាំងមើលចង់ដឹងថាតើនៅក្នុងបន្ទប់ហ្នឹងមានអ្វីខ្លះនៅពេលដែលបញ្ចាំងមើលគាត់បានឃើញយ៉ាងច្បាស់ថានៅក្នុងបន្ទប់មួយនេះសុទ្ធសឹងតែជាសម្ភារៈបុរាណទាំងអស់ដែលដោះដីស្នឹមគោដីដែលជាអីវ៉ាន់ដែលមនុស្សបោះចោលតែគាត់ឆ្ងល់ថាហេតុអ្វីបានទុកអីវ៉ាន់នៅក្នុងកន្លែងហ្នឹងនៅពេលដែលគាត់បង្វិលភ្លើងពិលរបស់គាត់ចូលមកដល់កណ្ដាលបន្ទប់គាត់បានឃើញរមាស់អូសដៃមួយនៅចំកណ្ដាលបន្ទប់ហ្នឹងតែម្ដងជារមាស់ដែកណាបងប្អូនចឹងបងប្អូនដែលអត់ដឹងថាតើស្ថានភាពបែបណាបងប្អូនដែលឃើញគេអូសតាក់លក់ទេឬក៏ជាអាតេះឬក៏រមាស់អេចាយគឺអាតេះមួយនឹងឯងរមាស់មួយនឹងឯងនៅកណ្ដាលបន្ទប់តែម្ដងទាស់ត្រង់ថានៅលើរមាស់មួយនឹងគឺសុទ្ធសឹងតែជាអីវ៉ាន់បុរាណទាំងអស់មានទាំងចានមានទាំងឆ្នាំងមានទាំងខោអាវដែលបត់យ៉ាងត្រឹមត្រូវតែគេកោទុកចោលនៅកន្លែងហ្នឹងអ្វីដែលចម្លែកចិត្តបំផុតរាល់អីវ៉ាន់ទាំងអស់នៅក្នុងបន្ទប់ហ្នឹងសុទ្ធសឹងតែរុំដោយអំបោះសគាត់ឃើញភ្លាមគឺគាត់ព្រឺរុំពីក្បាលដល់ចុងជើងគម្រើកដៃគម្រើកជើងអត់ចង់រួចអារម្មណ៍គឺត្រជាក់ខ្លាំងមែនទែនហើយគាត់ដឹងយ៉ាងប្រកបហើយថាអ្វីដែលគាត់ជួបប្រទះអ្វីដែលម្ដាយគាត់ជួបប្រទះអ្វីដែលមិត្តភ័ក្តិរបស់គាត់ជួបប្រទះទាំងអស់គឺវាតាក់ទិនជាមួយនឹងបន្ទប់មួយនេះគ្រប់រឿងហេតុដែលគាត់ជួបប្រទះទាំងឡាយនៅក្នុងផ្ទះនេះច្បាស់ 100% គឺតាក់ទិនជាមួយនឹងអីវ៉ាន់ដែលនៅក្នុងបន្ទប់មួយនេះវាហាក់ដូចជាបន្ទប់មួយនេះត្រូវបានគេចងវិញ្ញាណទុកមិនដឹងថាជាវិញ្ញាណរបស់អ្នកណាទេតែប្រើអំបោះគាថាជាអំបោះសមកចងរាល់អីវ៉ាន់ទាំងអស់នៅក្នុងបន្ទប់នោះសូម្បីតែស្លាបព្រាចានឆ្នាំងចងទាំងអស់គាត់នៅបានត្រឹមតែមួយរយៈខ្លីខាងមុខទៀតទេប្រហែលជានៅផ្ទះនឹងបានប្រហែលជាមួយខែបន្តិចគាត់ក៏ចាប់ផ្ដើមរើអីវ៉ាន់ហើយផ្លាស់ប្ដូរទីតាំងនៅយ៉ាងម៉េចដែរបងប្អូនសម្រាប់សាច់រឿងមួយនេះសម្រាប់ខ្ញុំសាច់រឿងមួយនេះគឺញាក់សាច់ហេតុអីសាកសម័យថាបងប្អូនទាំងអស់គ្នាជួលនៅក្នុងផ្ទះមួយហើយដើរចូលទៅក្នុងផ្ទះមួយហ្នឹងឃើញបន្ទប់មួយចាក់សោអារបៀបថាយើងទៅរួលមើលណាខ្ញុំឲ្យសម័យរួលមើលស្រាប់តែម្ចាស់ផ្ទះថាអេអូនកំបើហើយយើងមិនត្រូវឆ្ងល់ថាអេក្នុងបន្ទប់ហ្នឹងស្អីគេហើយម្ចាស់ផ្ទះត្រូវប្រឡប់យើងអារបៀបថាអើយខូចសោបាត់សោអីវ៉ាន់ទុកចោលហ្នឹងឃ្លាំងទុកចោលហ្នឹងវាគ្មានស្អីទេតែបន្ទប់ហ្នឹងអ៊ំសុំទៅមិនបាច់ប្រើទេអារបៀបអញ្ចឹងបងប្អូននៅពេលហ្នឹងបើសិនជាអ្នកអត់មិនមែនជាអបិយជំនឿទេណាមិនមែនអ្នកចូលចិត្តស្រាវរឿងខ្មោចទេបើគាត់ជិះគិតថាបន្ទប់គេបោះចោលមិនបាច់ខ្វល់ច្រើននេះតែបើសិនជាអ្នកអបិយជំនឿវិញជឿទៅលើរឿងងាវហ្នឹងវិញច្បាស់ណាបងប្អូនទាំងអស់គ្នាដឹងហើយណោះថានៅក្នុងបន្ទប់ហ្នឹងគេធ្វើអ្វីអញ្ចឹងក្នុងករណីនេះតើបងប្អូនយល់យ៉ាងណាដែរហើយខ្ញុំសូមសរសើរថាគាត់ចេះរកផ្លូវបង្កប់ចុះទៅដល់ក្នុងបន្ទប់ហ្នឹងកើតបើសិនជាខ្ញុំដឹងបើសិនជាខ្ញុំជាគាត់ណាហើយនៅក្នុងផ្ទះហ្នឹងដូចគ្នា
ទោះខ្ញុំឃើញរនាបនឹងក៏ដោយឃើញយ៉ាងហៅឃើញយ៉ាងមានទ្វារហើយខ្ញុំដឹងច្បាស់ថាអានឹងវាចុះទៅដល់ក្រោមក៏ខ្ញុំមិនបើកទ្វារចុះដែរខ្ញុំសុកចិត្តធ្វើអត់ដឹងហើយខ្ញុំសុកចិត្តធ្វើអត់លឺហេតុអីទី1យើងដឹងហើយថានៅក្នុងបន្ទប់នឹងមានអីហើយគាត់ខ្លួនឯងក៏ដឹងដែរថានៅក្នុងផ្ទះនឹងជំហានទី1គឺតែចាក់ស្លេបហើយគាត់មានភ្នែកជាច្រើនគូកំពុងសម្លឹងមើលគាត់ចាំបាច់រកហេតុផលបញ្ជាក់ធ្វើអីទៀតថានៅក្នុងនឹងមានអីវាច្បាស់ថាមានអីហើយចុះបើគាត់ចុះទៅទស្សនវិជ្ជាមួយដែលបើកបន្ទប់ងងឹតចាំងតលចូលវាដូចក្នុងរឿង Conjuring អញ្ចឹងបងប្អូនដូចរឿងខ្មោចអឺរ៉ុបអញ្ចឹងអូយទស្សនវិជ្ជានឹងគឺអារបៀបថាអាបន្ទប់នៅក្រោមដីដែលបើកទ្វារមកគឺទស្សនវិជ្ជាតែមួយហ្មងបើកទ្វារមកចុះបើសិនជាគាត់ឆ្លោះទៅមិនឃើញអីវ៉ាន់បុរាណអានេះសំណាងជាឃើញអីវ៉ាន់បុរាណចុះបើមិនឃើញអីវ៉ាន់បុរាណស្រាប់តែឃើញកោតស្រាប់តែឃើញមឈូសឬក៏ស្រាប់តែឃើញស្អីមួយនៅក្រោមហ្នឹងដែលមិនមែនជាអីវ៉ាន់ណាតើទៅជាយ៉ាងណាអញ្ចឹងក្នុងករណីនេះបើសិនជាខ្ញុំជាគាត់គឺខ្ញុំមិនចោះតតែសោះសុកចិត្តរកអីមកគ្របហើយបំភ្លេចនៅក្នុងខួរក្បាលថាមានបន្ទប់មួយនឹងតែម្ដងហើយអរគុណមែនតើបងប្រុសសម្រាប់សាច់រឿងរបស់បងពិតជាសាហាវខ្លាំងតោះយើងចូលដល់សាច់រឿងចុងបញ្ចប់នៃអេពីសូតមួយនេះជាសាច់រឿងដែលផ្ញើដោយប្អូនស្រីម្នាក់ហើយសូមបញ្ជាក់ផងដែរថាប្អូនស្រីគឺជាអ្នកមានញាណគួរតែដឹងថាអាចដឹងនាពេលអនាគតថាថ្ងៃស្អែកកើតអីអាចជាការដូចថា déjà vu ឬក៏ជា flash របៀបថាមកជិបទស្សនវិជ្ជាមួយហ្នឹងណាឬក៏តាមរយៈយល់សប្តិណាមួយដែលគាត់ឃើញទស្សនវិជ្ជាមួយហ្នឹងហើយឧទាហរណ៍ថាមានគ្រោះថ្នាក់ចរាចរណ៍គាត់ស្រាប់តែយល់សប្តិឃើញបុគ្គលម្នាក់ហ្នឹងស្លៀកកៅអៅមួយហ្នឹងជិះម៉ូតូមួយហ្នឹងបានគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចមួយហ្នឹងនៅកន្លែងហ្នឹងនៅម៉ោងហ្នឹងអញ្ចឹងនៅពេលដែលស្អែកឡើងគាត់ចាប់ផ្ដើម scroll មើល Facebook អញ្ចឹងគាត់ក៏ឃើញព័ត៌មានគឺមានគ្រោះថ្នាក់ចរាចរណ៍បុគ្គលដូចគ្នាថាជារូបភាពបស៊ីគ្នាជាមួយនឹងអ្វីដែលគាត់ឃើញតែម្ដងអញ្ចឹងគាត់គឺជាបុគ្គលបែបហ្នឹងហើយរឿងហេតុដែលគាត់បានចែករំលែកមកកាន់ខ្ញុំគឺជារឿងហេតុមួយដែលបានកើតឡើងនៅក្នុងឆ្នាំ2018នៅម្ដុំខែ5ដែលជារឿងហេតុកើតឡើងក្នុងអំឡុងពេលដែលគាត់បានធ្វើដំណើរជា trip រវាងគាត់មិត្តភ័ក្តិរបស់គាត់ទៅកាន់ខេត្តមួយដែលនៅឯភូមិភាគឦសានអ្នកដែលធ្វើដំណើរទាំងអស់មានគ្នាប្រហែលជា9នាក់ប្រុស4ហើយនិងស្រី5មុនពេលធ្វើដំណើរតាមផ្លូវចេញពីទីក្រុងភ្នំពេញពួកគាត់បានរៀបចំឲ្យវ៉ាន់ហើយមានសម្ភារៈនានារបស់ឯកជនហើយនិងសម្ភារៈបោះតង់ហេតុអីបានគាត់គិតថាបោះតង់ព្រោះគាត់គិតថាថ្ងៃដែលគាត់ទៅហ្នឹងប្រហែលជាមនុស្សទៅច្រើនខេត្តមួយហ្នឹងក៏មិនសូវអភិវឌ្ឍដែរក៏មិនសម្បូរកន្លែងគេណាអញ្ចឹងបើក្នុងករណីដែលតល់ច្រកខ្លាំងយើងអាចរកទីតាំងមួយដើម្បីបោះតង់បានគាត់គិតថាប្រហែលជាគេនៅសន្តាគារហើយគាត់ក៏គិតថាបើមិនមានសន្តាគារទេក៏យើងអាចសុំផ្ទះបងប្អូនជនជាតិដើម្បីស្នាស្រ័យដែរប៉ុន្តែអ្វីវាខុសពីការគិតត្រង់ចំណុចថានៅពេលដែលទៅដល់ខេត្តនឹងហើយសន្តាគារក៏អត់មានឲ្យគាត់ស្នាក់នៅផ្ទះបងប្អូនជនជាតិក៏មិនមានសម្រាប់ឲ្យគាត់អាស្រ័យដែរអញ្ចឹងគម្រោងរបស់ពួកគាត់ទាំងមូលត្រូវបានផ្លាស់ប្ដូរពួកគាត់ក៏សម្រេចចិត្តថានាំគ្នាទៅបោះតង់នៅជើងភ្នំហើយម្នាក់ក៏ឯកភាពថាបោះតង់នៅជើងភ្នំវាជាបទពិសោធន៍មួយយ៉ាងដែរតាណាមួយទៀតពួកគាត់ក៏មិនដែលសូវបោះតង់ដែរហើយណាមួយទៀតក៏ឆ្លៀតឱកាសមួយនឹងទៅស្រូបយកខ្យល់អាកាសពេលរាត្រីនៅជិតភ្នំនៅតំបន់ភូមិភាគឦសានដឹងបងប្អូនដឹងហើយថាមិនថារដូវប្រាំងឬរដូវវស្សាទេអាកាសធាតុគឺអំណោយផលមែនទែនគឺល្អអញ្ចឹងវាតែជាក់មើលផ្កាយមើលអីចឹងណាអញ្ចឹងជាបទពិសោធន៍មួយដែលគ្នាគាត់9នាក់ប្រកាសជាសប្បាយខ្លាំងមែនទែនក្រោយពីបានដំណឹងថាអត់មានកន្លែងឲ្យពួកគាត់ស្នាក់នៅគាត់ក៏បានប្រាប់បងតកុងឡានណាថាចេះពួកខ្ញុំចង់រកកន្លែងបោះតង់ដើម្បីមើលថ្ងៃរះអញ្ចឹងពូគិតថាកន្លែងណាដែលល្អសម្រាប់បោះតង់សម្រាប់មើលថ្ងៃរះហើយស្អាតណាពូជួយនាំពួកខ្ញុំទៅកន្លែងនោះណាចៃដន្យអីបងតកុងឡានមួយហ្នឹងគាត់មានបងប្អូនដែលនៅក្នុងខេត្តហ្នឹងផ្ទាល់តែម្ដងអញ្ចឹងភូមិសាស្ត្រទីតាំងនានានៅក្នុងខេត្តហ្នឹងគឺគាត់ស្គាល់ច្បាស់អញ្ចឹងគាត់ក៏លើកយោបល់ថាពួកក្មួយឯងចេះទៅបោះតង់នៅម្ដុំនេះទៅមិនដែរពួកគាត់លឺមិនដឹងថាមានអីពូល្អតើទៅកន្លែងនោះហ្នឹងចឹងពូតកុងឡានបាននាំពួកគាត់ទៅតាមបណ្ដោយផ្លូវជាតិចុះទៅផ្លូវលំចុះទៅផ្លូវគ្រូក្រហមទៅដល់ទីតាំងដែលគាត់បានកំណត់នៅតាមផ្លូវធ្វើដំណើរគឺវារៀងដាច់ស្រយាលណាបងប្អូនវារៀងដាច់ស្រយាលពីទីរួមខេត្តដែលត្រូវកាត់គ្រូក្រហមផងត្រូវមានផ្លូវរៀងអាលាក់ផងមិនទាន់អភិវឌ្ឍផងសម្បូរព្រៃកពតផងមានដើមឈើធំផងវាមួយយ៉ាងហើយណាមួយទៀតកន្លែងដែលបោះតង់ហ្នឹងគឺនៅជិតភូមិបងប្អូនជនជាតិតែម្ដង
ចឹងចេញពីទីរួមខេត្តទៅជីប្រហែលជា35នាទីពួកគាត់បានទៅដល់វាលមួយនៅជើងភ្នំមួយកន្លែងដែលជាទីតាំងរបស់បងប្រុសតកងឡានហ្នឹងបានបញ្ជាក់ប្រាប់ពួកគាត់ទីតាំងនោះគាត់ប្រាប់ថាពេលចុះទៅដល់គាត់ភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះស្អាតពេកគាត់អាចមើលឃើញព្រៃព្រឹក្សាគឺជាទិដ្ឋភាពមួយដែលស្អាតខ្លាំងមែនទែនហើយគាត់ក៏ដឹងថាអូកន្លែងនេះជាទីកន្លែងរមណីយដ្ឋានមួយដែរម៉ោងដែលពួកគាត់បានទៅដល់ទីតាំងហ្នឹងប្រហែលជាម៉ោង3រសៀលនៅពេលដែលពួកគាត់រៀបចំអីវ៉ាន់ចុះអស់ហើយបងតកងឡានហ្នឹងក៏បានប្រាប់ថាចាពួកអូនឯងមើលទៅគេនៅហ្នឹងបោះតង់រៀបចំទៅណាហើយពូចាញ់ទៅខាងនោះហើយពូទៅគេនៅកន្លែងនេះអូហើយណាមួយទៀតនោះផ្ទះមួយនោះនៅចិត្តហ្នឹងគឺផ្ទះរបស់ប្អូនរបស់គាត់ទេអញ្ចឹងបើមានការអីរត់ទៅក្នុងទៅគាត់ប្រើពាក្យថាបើសិនជាមានការអីរត់ទៅកន្លែងនោះទៅមិនដឹងថាគាត់គិតសុវត្ថិភាពរបស់ក្មេងៗដែលគាត់ទៅបោះតង់នៅកន្លែងហ្នឹងជាជើងចំនួនថ្មីក្នុងការទទួលបទពិសោធន៍បោះតង់ឬក៏បែបណាប៉ុន្តែយើងរាប់ថាការប្រាប់របស់គាត់នេះជាការយកចិត្តទុកដាក់និងជាភារកិច្ចរបស់គាត់ដែលទទួលចំពោះអ្នកដំណើរដែលប្រើប្រាស់សេវារបស់គាត់ទៅចោះពួកគាត់ក៏មិនសូវខ្វាយខ្វល់នឹងពាក្យសម្ដីហើយពួកគាត់ក៏ទទួលពាក្យគាត់មិនបានចាប់ពាក្យថាបើមានរឿងអីហ្នឹងទេគាត់អត់បានគិតត្រង់ចំណុចហ្នឹងទេអញ្ចឹងគាត់គាត់ថាចាបាទពូអញ្ចឹងទៅក្រោយពីរើអីវ៉ាន់ចុះពីលើឡានក្រុងហើយគាត់ក៏បានប្រាប់ទៅគ្នាណាប្រាប់ថាអូខេបុគ្គលនេះត្រូវរៀបចំនេះបុគ្គលនេះមានភារកិច្ចធ្វើអានេះបុគ្គលនេះមានភារកិច្ចប្រកាសភ្លើងរៀបចំតង់លាក់ដែលបងប្អូនអ្នកបោះតង់ដឹងច្បាស់ថាម្នាក់នៅពេលដែលដើរជាក្រុមអញ្ចឹងត្រូវតែមានភារកិច្ចរៀងខ្លួនក្រោយពីចែកភារកិច្ចហើយម្នាក់ក៏ស្ទុះស្ទាបំពេញភារកិច្ចរបស់ខ្លួនតង់ដែលគាត់បានរៀបមិនមែនជាបែបផែនរង្វង់ព័ទ្ធជុំវិញភ្លើងទេតែគាត់រៀបចំជាលក្ខណៈអក្សរ V ដែលមានភ្លើងនៅកណ្ដាលកន្លែងហ្នឹងបងប្អូនអាចសម័យឃើញណោះឥឡូវនេះយើងកាត់ចូលដល់ម៉ោងប្រហែលជា7យប់ពួកគាត់នាំគ្នាអង្គុយនៅភ្នក់ភ្លើងដែលប្រកាន់កាលពីក្បាលល្ងាចហ្នឹងពួកគាត់គិតគ្នាទាំងសប្បាយចិត្តផងជាបរិយាកាសស្ងប់ស្ងាត់ផងជជែកលេងពីនេះជជែកលេងពីនោះហើយពួកគាត់គិតថាថ្ងៃស្អែកឡើងពួកយើងនឹងងើបតាំងពីព្រលឹមដើម្បីមើលថ្ងៃរះហើយផុតពីមើលថ្ងៃរះរៀបចំខ្លួនហើយពួកយើងនឹងទៅលេងនៅក្នុងភូមិបងប្អូនជនជាតិចង់មើលមានអីជីវភាពរបស់គេរស់នៅរបៀបម៉េចការងារប្រចាំថ្ងៃគេធ្វើរបៀបម៉េចខ្លះព្រោះវាជាចំណីភ្នែកមួយដែលប្លែកមែនទែនសម្រាប់គាត់ជាអ្នករស់នៅទីក្រុងភ្នំពេញមិនដែលឃើញទាល់តែសោះកំពុងតែប្រោកប្រាជ្ញគ្នាអំពីផែនការនីមួយសម្រាប់ថ្ងៃស្អែកតើគួរធ្វើអ្វីខ្លះស្រាប់តែមិត្តភ័ក្តិរបស់គាត់ម្នាក់ទាញប្រធានបទចូលដល់រឿងខ្មោចគាត់បាននិយាយថាចាតិចយំហ្នឹងដេកទៅខ្មោចលងទៅចាប់ផ្ដើមបន្លាចអ្នករួមក្រុមលាក់នឹងឡាយអញ្ចឹងទៅមិត្តភ័ក្តិដតីរួមទាំងម្ចាស់សាច់រឿងនេះបងអូនស្រីនេះក៏ស្ដីឲ្យគាត់ថាកុំនិយាយឈួតនៅនឹងនៅកន្លែងព្រៃផងនៅចិត្តភ្នំផងមិនមែននៅក្នុងពេញទេណាកុំពោលពាក្យអីដែលមិនល្អយើងអត់ដឹងថាមានរឿងអីកើតឡើងខ្លះទេអញ្ចឹងក្នុងករណីហ្នឹងរក្សាមាត់ទៅជាជាងមានបញ្ហាទាំងអស់គ្នាក្រោយពីប្រាប់បានមកសបកអង្គុយលេងបានមកសបកហើយម្ចាស់សាច់រឿងក៏កលេចមើលបរិយាកាសជុំវិញមើលដូចជាងឹតស្លុបស្រាប់តែគាត់ប្រទះភ្នែកជាមួយនឹងក្រមុំជនជាតិម្នាក់ក្រមុំជនជាតិនឹងមិនមែននៅឈរចិត្តគាត់ទេនៅប្រហែលជា100ម៉ែត្រពីគាត់កំពុងតែឈរសម្លឹងគាត់មានចម្ងល់ក្នុងចិត្តថាចុងមួយល្ងឹតឡើងស្លុបបានន័យថាល្ងឹតចាក់ស្រះហេតុអ្វីបានគាត់ឃើញក្រមុំជនជាតិម្នាក់ហ្នឹងឈរនៅពីចង្ងាយរបស់គាត់តែគាត់មើលមិនក៏ឃើញច្បាស់ម៉េះវាសំតែមើលអត់ឃើញឬក៏ជាសម្ោលស្ទង់តែនេះគាត់ឃើញច្បាស់តែម្ដងថាជាក្រមុំជនជាតិដោយដៃរបស់គាត់ហ្នឹងអោបអស់ហើយស្មារបស់គាត់គឺស្ពាយកផាងនៅពីក្រួយខ្នងគាត់ឃើញអញ្ចឹងគាត់រៀងចម្លែកចិត្តដែរតែទោះត្រង់ថាគាត់មើលមុខអត់ច្បាស់អញ្ចឹងគាត់ក៏មិនអាចបញ្ជាក់អត្តសញ្ញាណថាបុគ្គលហ្នឹងមានទម្រង់មុខបានណាគាត់អត់អាចទេមើលបានមកសំល្មមស្រាប់តែមិត្តភក្តិរបស់គាត់ហ្នឹងគោះគាត់ពីក្រោយហើយសួរគាត់ថាណែរវល់ធ្វើអីគេហ្នឹងមើលអីគេដើមឈើសោះហ្នឹងមានស្អីមើលម្ចាស់សាច់រឿងឮដំណឹងមួយហ្នឹងហើយក៏ប្រវាយសាច់រឿងទៅថាមានអីឃើញទេសភាពវាស្អាតវាមិនសូវមានឱកាសអញ្ចឹងណាអញ្ចឹងក៏គយគុណលងលក់ជាមួយទេសភាពបន្តិចទៅនិយាយចំម្ចាស់សាច់រឿងក៏ប្រមូលទូរស័ព្ទអ្នកទាំងអស់គ្នាយកមកទុកនៅគាត់ទាំងអស់គ្នាហេតុអីបានគាត់ប្រមូលទូរស័ព្ទទៅមូលហេតុដោយសារតែមិត្តភ័ក្តិរបស់គាត់ទាំងអស់គ្នាគឺជាអ្នកវក់ចុចទូរស័ព្ទអញ្ចឹងដោយសារតែគម្រោងនៅក្នុងថ្ងៃស្អែកហ្នឹងត្រូវមើលថ្ងៃរះបើទុកទូរស័ព្ទនៅពួកគាត់ច្បាស់ណាស់ម្នាក់ប្រកបជាមើលរឿងផងមើល Facebook ផងឬក៏ធ្វើអីឆាតជាមួយអ្នកនេះឆាតជាមួយអ្នកនោះអត់មានអ្នកណាបានគេងទេទ្រាំតែគេងហ្នឹងម៉ោង 2-3 យប់ត្រូវងើបម៉ោង 5ហ្នឹងគឺងើបមិនទាន់ធានាថាមិនទាន់តែម្ដង
អញ្ចឹងហើយបំណាច់ចង់ឲ្យមិត្តភក្តិរបស់គាត់នេះគេងឲ្យតាន់ម៉ោងគាត់បានប្រមូលទូរស័ព្ទទាំងអស់យកមកទុកនៅខ្លួនគាត់ហើយគាត់បានហុចម៉ោងរោនាឡិកាដាក់ថ្មម៉ោងរោទូចហុចឲ្យម្នាក់មួយដែលគាត់បានកំណត់ម៉ោងរោទាំងអស់ហើយគឺម៉ោង5ព្រឹកនាឡិកាទាំងអស់បានកំណត់ម៉ោងដូចគ្នាដោយពួកគាត់កាន់មកយកមកផ្ទៀងជាមួយគ្នា5ព្រឹករោហើយម៉ោងទាំងអស់គឺដើរដូចគ្នាទាំងអស់បន្ទាប់ពីនិយាយគ្នាបានហើយចែកនាឡិកាឲ្យអស់ហើយពួកគាត់ក៏បំបែកគ្នាចូលទៅគេក្នុងតង់រៀងខ្លួនមកដល់ត្រឹមនេះនៅក្នុងតង់នីមួយគឺមានសមាជិកចំនួន2នាក់តែប៉ុណ្ណោះដោយមានតង់មួយត្រូវគេម្នាក់ឯងមកដល់ត្រឹមនេះពេលវេលាយប់ប្រហែលជាម៉ោង 9:45 នាទី1ម៉ោងក្រោយបែកជើងគ្នាហើយម្ចាស់សាច់រឿងគិតថាប្រហែលជាពួកគាត់គេងលក់អស់ហើយដឹងអញ្ចឹងល្មមដល់ពេលគាត់ចូលគេងហើយហេតុអីមិនគាត់ចូលគេងតាណាគ្នាគាត់ចាំចាប់គេរបៀបថាណាកុំនៅនិយាយគ្នាទៀតឆាប់ចូលគេងដែររបៀបអញ្ចឹងក្នុងគោលម្ដងហ្នឹងបំណាច់ថា1ម៉ោងកន្លងផុតហើយស្ងាត់ស្ងៀមគិតថាម្នាក់គេងលក់អស់ហើយគាត់ក៏ចូលគេងទៅតាមក្រោយគេមុនគាត់ចូលគេងគាត់បានសូត្រធម៌សាពះជាដើមឡាក់នៅអ្វីដែលគាត់ចេះអំបាលមកហ្នឹងព្រោះគាត់ដូចខ្ញុំបានបញ្ជាក់អញ្ចឹងគាត់ជាមនុស្សម្នាក់ដែលមានអំណោយពីធម្មជាតិអញ្ចឹងក្នុងករណីហ្នឹងហើយគាត់ត្រូវប្រកាខ្លួនគាត់សូត្ររួចហើយអស់ហើយគាត់ក៏បែរមកមើលកន្លែងដែលគាត់ដាក់ទូរស័ព្ទមកដុំហ្នឹងចង់មើលថាម៉ោងវាដូចគ្នាអត់វាខុសគ្នាកន្លែងណាឬក៏អីអត់ហើយគាត់បានចេញក្រៅតង់ដើម្បីអឺតមើលភ្លុកភ្លើងចង់ដឹងថាមានបលុតអត់ជាងមានរឿងងាវអីកើតឡើងទៅនាំតែមានរឿងទេក្រោយពីពិនិត្យមើលភ្លុកភ្លើងក្រោយពីពិនិត្យមើលបរិយាកាសអីហើយអូខេអ្វីគឺដើរទៅរលូនអ្វីគឺសុវត្ថិភាពគាត់បានបែរខ្នងមកកាន់តង់គាត់វិញដើម្បីរត់ចូលមួយសកម្មភាពបែរខ្នងនេះអ្វីដែលគាត់ឃើញគឺជាក្រមុំជនជាតិមួយហ្នឹងនៅឈរពីក្រោយតង់គាត់តែម្ដងរូបភាពដដែលជាមនុស្សដដែលដែលគាត់កាត់ចម្ងល់ថាទេស្មាននេះហើយបងប្អូនជនជាតិសំទៅចូលគេងអស់ហើយមិនក៏មានមនុស្សស្រីម្នាក់មកចូលនៅពីក្រោយតង់គាត់អញ្ចឹងគាត់ឃើញបែបហ្នឹងគាត់ធ្វើអត់ឃើញគាត់រត់តង់ហើយគាត់ដើរតម្រង់ចូលទៅក្នុងតង់គាត់វិញចូលទៅដល់ក្នុងតង់គាត់អត់បានផ្ដោតអារម្មណ៍ទៅជាមួយនឹងមនុស្សស្រីជនជាតិហ្នឹងណាគាត់បានដាក់ក្បាលទៅលើខ្នើយរបស់គាត់ស្រាប់តែលក់ស្លឹបតែម្ដងប្រហែលជាគាត់អស់កម្លាំងខ្លាំងពេកប្រហែលជាគាត់ហត់នឿយខ្លាំងពេកដែលធ្វើឲ្យគាត់គេងលក់ស្ងប់ខ្លាំងមែនទែនកំពុងតែចូលទៅក្នុងសមោរាត្រីគេងលក់ស្រួលស្រាប់តែម៉ោងក៏បានរោឡើងគាត់ងើបឡើងមកដើម្បីបិទម៉ោងរោហ្នឹងអារម្មណ៍របស់គាត់ងើបមកទាំងមមាំជាក្មេងនៅទីក្រុងភ្នំពេញគាត់គិតថាចេះអូយទុំគេងបានបន្តិចហ្នឹងម៉ោងរោបាត់ហើយដែលជាអារម្មណ៍មួយដែលបងប្អូនខ្ញុំជឿជាក់ថាដឹងនៅពេលដែលយើងគេងស្ងប់អត់មានយល់សប្តិអត់មានអីវាហាក់ដូចជាមកបិទភ្នែកបើកភ្នែកភ្លឺគឺអារម្មណ៍មួយហ្នឹងគាត់បើកភ្នែកមកបិទម៉ោងរោអារម្មណ៍របស់គាត់គឺដល់ម៉ោងថ្ងៃរះហើយពួកយើងចេញមកមើលថ្ងៃរះទាំងអស់គ្នាជាពេលវេលាមួយដ៏ល្អតែចម្លែកត្រង់ថាអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលបំផុតនៅពេលដែលគាត់ទាញនាឡិកាមកមើលនេះនាឡិកាដែលរោគឺជានាឡិកានៅក្នុងតង់របស់គាត់តែមួយគត់ដែលរោតង់ផ្សេងអត់មាននាឡិកាណារោទេម្នាក់ណាក៏អត់ភ្ញាក់ដែរគឺមានតែគាត់ភ្ញាក់ម្នាក់ឯងសំបីតែមិត្តភក្តិគេនៅជាប់គាត់ក៏អត់ភ្ញាក់ដែរទាំងម៉ោងរោនឹងគឺសំឡេងខ្លាំងមែនតើគាត់ក៏ផ្លាស់ប្ដូរគំនិតថាអញ្ចឹងប្រហែលជាពួកគាត់អស់កម្លាំងខ្លាំងពេកហើយទៅបានអត់លឺម៉ោងរោអញ្ចឹងអត់មានអ្នកងើបអញ្ចឹងគាត់បិទម៉ោងរោគាត់ក៏ទាញទូរស័ព្ទមកមើលនៅពេលដែលគាត់ទាញទូរស័ព្ទមកមើលនេះក្នុងចិត្តរបស់គាត់គិតថាប្រហែលជាម៉ោង5ហើយតែនៅពេលដែលគាត់បើកពន្លឺរបស់ទូរស័ព្ទជះចេញមកម៉ោងដែលបង្ហាញនៅលើអេក្រង់ទូរស័ព្ទគឺម៉ោង12យប់គាត់ឃើញម៉ោង12គាត់ភ្ញាក់ខ្លាំងមែនទែនគាត់ឆ្ងល់ម្ដងទៀតដែរថាទេមិនក៏ម៉ោងរោស្មើនឹងអញ្ចឹងទៅម៉ោង12តាគាត់ក៏ទាញគំនិតខ្លួនឯងមួយថាប្រហែលគាត់ error ខ្លួនឯងរបៀបថាគាត់ដាក់ម៉ោងរោខុសខ្លួនឯងអញ្ចឹងហើយទៅវាម៉ោងរោប៉ុណ្ណឹងគាត់ក៏បិទអេក្រង់ទូរស័ព្ទហើយសង្ងំចូលគេងវិញគេងបានតែមួយស្របក់បាត់តែមួយផ្លែតទេគាត់ក៏ឮសំឡេងម្យ៉ាងសំឡេងនោះគឺជាសំឡេងសម្រាប់ជើងមនុស្សដើរម៉ោង12យប់មានសំឡេងសម្រាប់ជើងមនុស្សដើរនៅជិតតង់របស់គាត់ឮបែបហ្នឹងគាត់ក៏ស្ទុះចេញទៅខាងក្រៅអ្វីដែលគាត់បានឃើញមិត្តភក្តិរបស់គាត់ម្នាក់ដើរតម្រង់ឆ្ពោះទៅទិសដៅមួយជាទិសដៅដែលមុននឹងកាក្បាលល្ងាចគាត់បានឃើញនារីជនជាតិម្នាក់ឈរប្រហែលជា100ម៉ែត្រហ្នឹងគឺដើរតម្រង់ទៅទិសដៅមួយនឹងដែលងងឹតស្លុបដំបូងគាត់គិតថាអញ្ចេះ ប្រ
ប្រហែលជាត្រូវការបត់ដៃបត់ជើងអីហើយទើបបានដើរទៅកន្លែងហ្នឹងតែក្នុងចិត្តមួយទៀតក៏គាត់គិតថាទេតិចមានរឿងអីទៅគិតបានប៉ុណ្ណឹងគាត់ក៏ស្ទុះទៅកន្ត្រាក់មិត្តភ័ក្តិរបស់គាត់វិញនៅពេលដែលគាត់កន្ត្រាក់បែរមិត្តភ័ក្តិរបស់គាត់មកកាន់គាត់ហើយគាត់សួរថាចេះហែងទៅណាទៅបត់ដៃបត់ជើងមែនអ្វីដែលមិត្តភ័ក្តិរបស់គាត់បានឆ្លើយមកកាន់គាត់គឺប្រាប់គាត់ថាខ្ញុំដើរទៅរកអស់ដុតហើយសល់ខ្លះទុកលក់នេះគឺជាចម្លើយដែលគាត់ឆ្លើយមកកាន់ម្ចាស់សាច់រឿងជាចម្លើយចម្លែកជាក្មេងទីក្រុងរឿងអីទៅប្រមូលអស់លក់ជាចម្លើយមួយដែលអត់សមហេតុផលម្ចាស់សាច់រឿងគាត់ស្ដាប់ចម្លើយហ្នឹងហើយគាត់រៀងភាំងគាត់ក៏ចាប់រួនមិត្តភ័ក្តិរបស់គាត់ម្ដងទៀតរបៀបថាដឹងខ្លួនម្ដងនេះគាត់រៀងស្វាងបន្តិចចឹងណានៅពេលដែលគាត់រៀងស្វាងទៅគាត់ឃើញមុខម្ចាស់សាច់រឿងនេះគាត់ក៏បានសួរថាចេះហើយមកកន្លែងហ្នឹងធ្វើអីម្ចាស់សាច់រឿងអត់ហ៊ានប្រាប់ទេថាមានរឿងរ៉ាវអីមុនហ្នឹងគាត់ក៏ប្រាប់ថាឯងឈឺបត់ជាងតូចអញ្ចឹងទៅក៏អូសដៃមិត្តភ័ក្តិឯងហ្នឹងចេញមកបត់ជាងតូចជាមួយគ្នាហ្នឹងណាមិត្តភ័ក្តិគាត់ឮចម្លើយមួយហ្នឹងហើយក៏សួរថាឥឡូវបត់ដៃបត់ជើងហើយនៅម្ចាស់សាច់រឿងគាត់ថាបត់ហើយមិត្តភ័ក្តិរបស់គាត់ក៏តបថាបើបត់ហើយតោះទៅដេកវិញងួយដេកខ្លាំងណាស់មួយម៉ាត់ហ្នឹងបើសិនជាបងប្អូនជាម្ចាស់សាច់រឿងតើបងប្អូននឹងមានអារម្មណ៍ចង់គេងទេច្បាស់ងួយគេងប៉ុណ្ណាក៏ដោយតែស្វាងចេះតែម្ដងគាត់មិនហ៊ាននិយាយអ្វីទាំងអស់គាត់ក៏អូសដៃមិត្តភ័ក្តិរបស់គាត់ដើរមកកាន់តង់វិញដាក់មិត្តភ័ក្តិរបស់គាត់ចូលតង់របស់គាត់ហើយគាត់ដើរតម្រង់ទៅតង់របស់ខ្លួនឯងនៅពេលដើរទៅកាន់តង់របស់ខ្លួនឯងនេះគាត់បានក្រឡេកភ្នែកប៉ះជាមួយនឹងនារីជនជាតិនឹងម្ដងទៀតម្ដងនេះនារីនឹងឈរសម្លក់គាត់តែម្ដងបើសិនជាយើងគិតពីពេលវេលាវាប្រហែលជាម៉ោង1ទៅ1កន្លះយប់ហើយមិនក៏មាននារីជនជាតិម្នាក់មកឈរសម្លក់គាត់អញ្ចឹងគាត់ឃើញកំពុងឈរសម្លក់គាត់បែបហ្នឹងគាត់ដឹងក្នុងចិត្តថានេះមិនមែនជាមនុស្សទេដោយសារតែគាត់មានបទពិសោធន៍ហើយមានអំណោយពីធម្មជាតិផងនោះគាត់អត់ចៅទេគាត់ឈរប្រឹងសម្លក់វិញរបៀបថាសម្លក់ខ្ញុំសម្លក់វិញចាំមើលមិនដែរធ្វើសកម្មភាពមួយនេះប្រហែលជាម៉ាសទុះស្រាប់តែមានរឿងហេតុមួយមកបង្អត់ដំណើរសកម្មភាពរបស់គាត់មកនៅក្នុងតង់មិត្តភ័ក្តិរបស់គាត់នឹងចាប់ផ្ដើមរោម្ដងគាត់ឮបែបហ្នឹងគាត់ក៏បែរទៅកាន់តង់មិត្តភ័ក្តិរបស់គាត់បានឃើញថាសកម្មភាពមិត្តភ័ក្តិរបស់គាត់ហ្នឹងចាប់ផ្ដើមងើបទាំងមមីមើលម្នាក់ចាប់ផ្ដើមងើបណាហើយចាប់ផ្ដើមបបួលដាស់គ្នាថាម៉ោងរោអើយឲ្យងើបមករបៀបអញ្ចឹងឯងបន្ទាប់មកក៏ឮសំឡេងរបៀបថាចង់ឲ្យវាដាក់ម៉ោងរោធ្វើស្អីវាហ្នឹងហើយរោរហូតយ៉ាងដេកមិនបានសោះផុតពីហ្នឹងគាត់បានឮមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតប្រាប់ថាណែងើបឡើងម្ចាស់ស្អីរឿងហ្នឹងឲ្យដាស់អាំងទៅហើអស់យកទៅឲ្យអ្នកភូមិខ្លះហើយយកទៅលក់ផងទាំងម្ចាស់សាច់រឿងនៅឈរនៅក្បែរតង់របស់ខ្លួនឯងនេះទេហើយអ្នកណាទៅដើរប្រាប់គាត់ឲ្យរើអស់ហ្នឹងគាត់ឮបែបហ្នឹងគាត់ក៏ស្ទុះដើរទៅកាន់តង់របស់មិត្តភ័ក្តិរបស់គាត់ហ្នឹងប្រាប់ថាណែឯងមានប្រាប់តាំងពីកាលមិត្តភ័ក្តិរបស់គាត់ប្រាប់ថាអត់ទេប្រាប់ច្បាស់ណាស់មិញប្រាប់ច្បាស់មែនតើតើរឿងហេតុមួយនេះបើសិនជាបងប្អូននៅក្នុងបរិយាកាសមួយនេះវាច្បងច្បល់ប៉ុណ្ណាវាមានភាពរញ៉េរញ៉ៃមែនតើបំណាច់ថាម្នាក់បានភ្ញាក់ហើយពួកគាត់ក៏បបួលគ្នាដើម្បីមកអង្គុយនៅចំមុខភ្លើងបង្កាត់ភ្លើងសាថ្មីដើម្បីមើលថ្ងៃរះកំពុងតែអង្គុយហ្នឹងមិត្តភ័ក្តិរបស់គាត់ក៏ប្រាប់ថាមកព្រលឹមហើយមកហុចនេះវិញហុចទូរស័ព្ទឲ្យរៀងខ្លួនមកបាច់តុងបាច់អីទៀតទេនៅពេលដែលគាត់បកគលទូរស័ព្ទឲ្យមិត្តភ័ក្តិរបស់គាត់រៀងខ្លួនហើយនេះនៅពេលដែលបានដល់ដៃហើយម្នាក់បើកទូរស័ព្ទមើលម៉ោងដែលបង្ហាញនៅលើទូរស័ព្ទមិនមែនម៉ោង5ព្រឹកទេម៉ោងដែលបានបង្ហាញនៅលើទូរស័ព្ទទាំងអស់គឺម៉ោង 2:35 នាទីពួកគាត់ឃើញបែបហ្នឹងគាត់ចាប់ផ្ដើមមើលមុខគ្នាហើយកៀងតែម្ដងម្នាក់គឺស្រឡាំងកាំងអារបៀបថាគេងហេតុអីបានម៉ោងរោខុសហើយម៉ោងរោបដាក់គ្នាថែមទៀតកំពុងតែស្រឡាំងកាំងនេះស្រាប់តែឮសំឡេងសម្រាប់ជើងមនុស្សម្នាក់ដើរជន់មេឃឈើតូចនៅជិតតង់ពួកគាត់នៅពេលដែលពួកគាត់កលេចមើលទៅគឺគាត់បានឃើញនារីម្នាក់ដែលជានារីជនជាតិដដែលកំពុងតែដើររើសអស់ហើយមានកផាវនឹងនៅពីក្រោយខ្នងគាត់ណាម្នាក់ឆ្ងល់ទៅចេះទេម៉ោង 2 យប់អីមិនក៏មានអ្នករើអស់រើអីស្មើនឹងហ្នឹងមានមិត្តភ័ក្តិរបស់គាត់ 2-3 នាក់ទៀតក៏តាំងចិត្តថាចេះមើលដើរទៅមើលហើយរើអស់អីស្មើនឹងនិយាយបានត្រឹមប៉ុណ្្នឹងពួកគាត់ 2-3 នាក់ពិតជាស្ទុះដើរទៅមើលមែនចង់ដឹងថាតើម្នាក់នឹងណាគេមិនក៏មករើអស់អីស្មើនឹងនៅពេលដើរទៅដល់សំឡេងទាំងមូលត្រូវបានស្ងាត់មនុស្សដែលគាត់ឃើញអំបញ្ញមិញក៏បំបាំងកាយបាត់សំបីក៏សមោលក៏អត់ឃើញដែរប៉ុណ្នេះមកដល់ចំណុចនេះមិនមែនមានតែម្ចាស់សាច់រឿងម្នាក់គត់ទេដែលបានឃើញ
មិត្តភ័ក្តិរបស់គាត់ជាភ័ស្តុតាងនិងជាសាក្សីបានឃើញទាំងអស់គ្នាប៉ុណ្ណឹងល្មមដឹងច្បាស់ណាស់ថាមិនមែនជាមនុស្សនោះឡើយដូច្នេះហើយម្នាក់ក៏សម្រេចចិត្តចូលទៅតង់រៀងខ្លួនដើម្បីគេងតែសួរថាគេងលក់ទេគេងមិនលក់ទេម្នាក់គឺគេងមិនលក់ទេបានតែសង្ងំនឹងឯងគម្រោងមើលថ្ងៃរះទាំងមូលគឺคล้ายទៅជាអាសាបងហើយពួកគាត់ក៏បានសម្រេចចិត្តដែរថាពេលថ្ងៃរះហើយទេហៅបងតកងឡានមកយកវិញហើយយើងទៅរកកន្លែងគេងឲ្យស្រួលបួចង់មិនក៏ដោយត្រូវទៅរកបន្ទប់អីគេងឲ្យស្រួលបួអត់កើតទេរឿងហេតុមួយយប់នេះគឺសាហាវមែនតើចំណែកឯម្ចាស់សាច់រឿងវិញនៅពេលដែលចូលទៅដល់តង់ខ្លួនឯងកំពុងតែអារបៀបថាគេងគិតពិចារណាថាមានរឿងអីកើតឡើងម្នាក់នឹងជាអ្នកណាខ្មោចនឹងមកពីណាឡាក់នេះស្រាប់តែមានស្រមោលមកឈរពីមុខតង់របស់គាត់តែម្ដងជាស្រមោលមនុស្សស្រីដែលមានកាផៅនៅពីក្រោយខ្នងអស់ពីឈរឃើញម្ចាស់សាច់រឿងនឹងអត់មានប្រតិកម្មអីបានបន្តិចស្រាប់តែឮសំឡេងអាសត្វស្លាប់កដាលយប់សត្វស្លាប់ម៉ោង3អីផ្អើលហោះចេញពីព្រៃអីចឹងទៅឃើញម្ចាស់សាច់រឿងអត់មានប្រតិកម្មអីទៀតម្នាក់ស្រីនឹងក៏បញ្ចេញសំឡេងរបៀបយំផងស្រែកផងរបៀបអញ្ចឹងណានិយាយរួមមួយយប់នឹងគឺម្ចាស់សាច់រឿងត្រូវធ្ងន់ជាងគេដល់ព្រឹកឡើងមើលទៅមុខម្នាក់គឺអត់មានអារម្មណ៍ដើរលេងទាំងអស់បានអីមានអារម្មណ៍ដើរលេងបើម្នាក់បោះគេងបានបន្តិចម៉ោងរោផុតពីម៉ោងរោទៅឮសំឡេងចម្លែកប៉ះដឹងច្បាស់ថាខ្មោចលងទៀតតើអ្នកណាទៅឲ្យមានគេងលក់ឲ្យមានអារម្មណ៍គេងលក់ច្បាស់ណាស់អត់មានអ្នកណាម្នាក់ទេមានអារម្មណ៍គេងលក់ម្នាក់គឺលហិតលហៃខ្លាំងមែនទែនអស់ពីខ្លួនរលេងតែម្ដងពួកគាត់ក៏សម្រួលគ្នាថាឥឡូវចេះទៅមិនបាច់ទៅគេងណាមិនបាច់ទៅគេងណីអីទៀតទេតោះយើងទៅភ្នំពេញវិញទៅឯកភាពគ្នាហើយអស់ហើយគាត់ក៏ទេរកបងតកងឡានឲ្យមកយកគាត់នៅពេលដែលបងតកងឡានមកយកពួកគាត់ហើយពួកគាត់ក៏ថាឥឡូវពួកខ្ញុំសម្រេចចិត្តហើយថាទៅភ្នំពេញឥឡូវប៉ុន្តែមុននឹងទៅភ្នំពេញឥឡូវយើងរកអីញ៉ាំអីនៅគៀកនឹងបានអត់ពូតកងឡានក៏ផ្ដល់យោបល់ថាឥឡូវចេះទៅផ្ទះប្អូនរបស់ពូទៅចាំពូឲ្យប្អូនពូនឹងចាត់ចែងតាមការគួរពួកគាត់ក៏បានឯកភាពទៅដល់ផ្ទះប្អូនប្រុសរបស់ពូម្នាក់ហ្នឹងគាត់ក៏បានជំរាបសួរអង្គុយនិយាយគ្នាលេងនិយាយចោលនិយាយឡើងម្ចាស់សាច់រឿងក៏ធ្លាចូលដល់ប្រធានបទសួរតាក់ទិនថាអញ្ចេះពូខ្ញុំសុំសួរមួយមើលនៅម្ដុំហ្នឹងមានស្រីណាម្នាក់ដែលអាយុប្រហែលជាជំទង់ហើយដើររើអស់អត់កូនរបស់ពូម្នាក់ហ្នឹងជាប្អូនប្រុសនេះកូនរបស់ប្អូនប្រុសពូតកងឡានណាបានឆ្លើយកាត់គាត់តែម្ដងថាអូបងមានតាបងស្រីម្នាក់ហ្នឹងគាត់អាយុរៀងជាតុងដែរទេតែគាត់អ្នកអស់ហើយគាត់ទៅតែស្លាប់បាត់បង់ជីវិតហ្នឹងពេលហ្នឹងមួយម៉ាត់ហ្នឹងទាំងពូតកងឡានទាំងម្ចាស់សាច់រឿងទាំងមិត្តភ័ក្តិទាំងអស់គឺភ្ញាក់ព្រឺតែម្ដងហើយច្បាស់ណាស់ថាយប់មិញអ្វីដែលគាត់បានឃើញមិនមែនជាមនុស្សតែជាវិញ្ញាណរបស់ស្ត្រីវ័យជំទង់ដែលរើអស់ហើយទៅតែស្លាប់នឹងឯងត្រឹមព័ត៌មានប៉ុណ្ណេះពួកគាត់ក៏ញ៉ាំអីហើយស្រស់ស្រូបអីហើយឡើងឡានតម្រង់មកទីក្រុងភ្នំពេញវិញនៅពេលដែលធ្វើដំណើរមកដល់ទីក្រុងភ្នំពេញនេះពូតកងឡានក៏ចោទសួរទៅដល់ក្រុមពួកគាត់ណាថាចេះមើលក្មួយដឹងអត់ថាហេតុអីបានពូប្រាប់ថាបើមានរឿងអីឲ្យរត់ទៅរកផ្ទះរបស់ប្អូនប្រុសរបស់ពូហ្នឹងព្រោះដោយសារតែគាត់ក៏បានឃើញដែរតាំងពីជិះចូលមកតែម្ដងគាត់ឃើញឈរថ្មឹងសន្លឹងមកមើលឡានអត់ដាច់បើកន្ទុយភ្នែកសោះហើយគាត់ឃើញស្ត្រីម្នាក់ហ្នឹងរបៀបស្លេកស្លាំងគាត់ដឹងតែម្ដងថាមិនមែនជាមនុស្សនោះទេចឹងហើយទៅគាត់ផ្ដាំផ្ញើទៅភ្ញៀវរបស់គាត់ទាំងអស់ហ្នឹងថាបើមានរឿងអីទៅរត់ទៅរកផ្ទះរបស់ប្អូនរបស់គាត់ទៅហើយនេះគឺជាសាច់រឿងទាំងមូលរបស់ម្ចាស់សាច់រឿងយ៉ាងម៉េចទៅហើយបងប្អូនទាំងអស់គ្នាសាច់រឿងមួយនេះជក់ចិត្តយ៉ាងណាដែរល្អប៉ុណ្ណាដែរតែនេះគឺជាបទពិសោធន៍រន្ធត់មួយដែលខ្ញុំតសើថាពួកគាត់អត់ទេទៅរកបងកងឡានទាំងយប់សាកសម័យថាយើងគេងបានមកសម្បកម៉ោងរោបើកមើលទូរស័ព្ទម៉ោង12ផុតពីនឹងរោបដាក់គ្នាងើបមកអស់ហើយអារបៀបដូចនិយាយទៅជាចង្វាក់ខ្មោចលងតែម្ដងរោបដាក់គ្នាចេញមកទាំងអស់គ្នាបើកទូរស័ព្ទមកមើលគឺម៉ោង2កន្លះហើយនៅតែមាននារីម្នាក់នៅរើសស្ពាយកផៅរើសអស់បណ្ដាអីបណ្ដាគឺអូយទស្សនភាពនេះគឺសាហាវមែនទែនហើយទស្សនភាពបោះតង់នៅជើងភ្នំនេះទៀតណាបងប្អូនយប់ឡើងក្រៃលោមមានសម្លេងចង្រិតមានសម្លេងអីថែមទៀតវាបរិយាកាសវាអំណោយផលហ្មងវាមាន surround sound វាមាន ambient sound ណារបៀបភ្លេងនៅពីក្រោយ background នេះអញ្ចឹងណាគឺវាសំប្រកបតែម្ដងដល់ហើយអរគុណមែនទែនសម្រាប់ពេលវេលាដ៏មានតម្លៃរបស់បងប្អូនទាំងអស់គ្នាស្ដាប់នៅរឿងរ៉ាវដែលខ្ញុំបានចែករំលែកតាំងពីដើម